ដើម្បីបញ្ជាក់ថាកម្លាំងទំនាញពិតជាមានមែនក្មេងសិស្សបឋម2នាក់រាល់ថ្ងៃតែងតែយកឥដ្ឋមួយដុំបោះចុះពីលើអគារសកម្មភាពដ៏ឈួតលីលានេះបានធ្វើឲ្យក្មេងប្រុសម្នាក់ដែលដើរកាត់ត្រូវឥដ្ឋធ្លាក់ប៉ះក្បាលរហូតស្លាប់តែពេលពួកគេលើកហេតុផលដ៏គ្មានន័យនេះនៅមុខតុលាការចៅក្រមបែរជាយល់ថាពួកគេគ្មានកំហុសព្រោះតាមច្បាប់អនីតិជនរបស់កូរ៉េក្មេងអាយុក្រោម14ឆ្នាំមិនអាចត្រូវកាត់ទោសព្រំទណ្ឌបានទេដូច្នេះត្រឹមតែ3នាទីបន្ទាប់ពីបើកសវនាការអរិយតូចទាំងពីរនោះក៏ត្រូវបានប្រកាសថាគ្មានទោសអ្វីដែលគួរឲ្យខ្លាចជាងនេះទៅទៀតគឺពួកគេមិនមានអារម្មណ៍សោកស្ដាយសូម្បីបន្តិចសូម្បីតែពេលចេញពីតុលាការពួកគេថែមទាំងញឹមបែបចំអកដាក់ម្ដាយរបស់ជនរងគ្រោះទៀតផងច្បាប់ការពារអនីតិជនដែលគួរតែជួយឲ្យក្មេងដែលវង្វេងផ្លូវបានកែប្រែខ្លួនបែរជាខ្លាយជាខែលការពារអរិយនៅពេលនេះឪពុករបស់ក្មេងប្រុសអាផប់ឃើញប្រពន្ធយំសោកយ៉ាងជឿចាប់ក៏សម្រាប់ចិត្តនាងថាច្បាប់វាជាបែបនេះហើយអូនក៏ដឹងដែរតុលាការអត់អន់គឺដើម្បីការពារកុមារប៉ុន្តែបើអត់ឈប់អភ័យទោសបែបនេះតើវាពិតជាធ្វើឲ្យពួកគេស្ដាយក្រោយហើយកែប្រែខ្លួនបានមែនទេលទ្ធភាពនោះស្ទើរតែមិនមានឡើយព្រោះនៅចំពោះមុខការពិតដ៏ឃោរឃៅឧត្តមគិតគឺភ័យស្រួយខ្លាំងរហូតប៉ះបន្តិចក៏បែកបាក់5ឆ្នាំក្រោយអរិយទាំងពីរនោះក៏បន្តប្រព្រឹត្តអំពើអាក្រក់ម្ដងទៀតពួកគេបានបោកនារីវ័យក្មេងម្នាក់ឲ្យស្រវឹងហើយនាំនាងទៅកាន់ការដ្ឋានសំណង់ដាច់ស្រយាលថែមទាំងហៅបាក់ពួក4នាក់ទៀតមករួមគ្នាធ្វើបាបជនរងគ្រោះការអត់អន់ចំពោះឧក្រិដ្ឋកម្មកាលពី5ឆ្នាំមុនចុងក្រោយបានក្លាយជាការចិញ្ចឹមអរិយឲ្យធំឡើងរហូតដល់ព្រឹកថ្ងៃបន្ទាប់សុនអាដែលគ្មានសម្លៀកបំពាក់សំបីមួយត្រូវបានកម្មករសំណង់ម្នាក់ប្រទះឃើញខណៈនាងសន្លប់បាត់ស្មារតីរាងកាយរបស់នាងពោពេញដោយស្នាមជាពីការធ្វើបាបសំណាងល្អដែលកម្មករនោះបានរាយការណ៍ទៅប៉ូលីសទាន់ពេលបើមិនដូច្នោះទេនាងប្រហែលជាបាត់បង់ជីវិតទៅហើយដោយសារត្រូវគេដាក់ថ្នាំសន្លប់ក្នុងស្រាសុនអាអាចចាំបានត្រឹមតែស្រពេចស្រពើពីអ្វីដែលកើតឡើងយប់មិញនាងចាំបានតែថាមានប្រហែល3នាក់បានរំលោភនាងប៉ុន្តែមុនពេលប៉ូលីសចាប់ផ្ដើមស៊ើបអង្កេតនាងវិញត្រូវរងការប្រមាថយ៉ាងសាហាវពីមនុស្សលើអ៊ីនធឺណិតវាធ្វើឲ្យសុនអាដែលរងរបួសផ្លូវចិត្តធ្ងន់ធ្ងររួចហើយមិនអាចទ្រាំទ្រនឹងការប្រមាថទាំងនោះបានទៀតចុងក្រោយនាងសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងសំណាងល្អឪពុករបស់នាងបានឃើញទាន់ពេលហើយជួយសង្គ្រោះបានគាត់មិនអាចទប់កំហឹងបានទៀតទេក៏ទៅជួបអ៊ីនឈុនដោយផ្ទាល់ជាមនុស្សដែលបានហៅកូនស្រីគាត់ចេញទៅយប់នោះតែអរិយនោះមិនត្រឹមតែមិនសុំទោសទេថែមទាំងនិយាយថាមុនធ្វើរឿងនោះពួកគេទទួលបានការយល់ព្រមពីសុនអារួចហើយដូច្នេះវាគ្រាន់តែជាទំនាក់ទំនងដោយស្ម័គ្រចិត្តពីទាំងសងខាងពួកគេថែមទាំងចាប់លេខបដូរវេនគ្នាធ្វើបាបសុនអាអ៊ីនឈុនថែមទាំងអួតប្រាប់ឪពុកនាងដោយមោទនភាពទៀតផងថាបងធំទាំងពីររបស់គេបានលេងជាមួយកូនស្រីគាត់មុនគេបន្ទាប់មកទើបដល់វេនគេតែព្រោះស្រវឹងពេកទើបធ្វើមិនបានហើយទោះសុនអាស្រវឹងក៏នៅតែស៊ូយ៉ាងខ្លាំងវាធ្វើឲ្យគេមានអារម្មណ៍សោកស្ដាយខ្លាំងឪពុកនាងស្រែកថាអ៊ីនឈុនឈួតហើយតែគេនៅតែញឹមយ៉ាងមោទនភាពគេថែមទាំងនិយាយថាព្រោះគាត់ជាឪពុកនាងគាត់មិនអាចយល់ពីអារម្មណ៍សប្បាយរបស់ពួកគេឡើយឪពុកមិនអាចទប់ទល់បានទៀតក៏វាគេមួយដៃប៉ុន្តែដោយសារវាអនីតិជនគាត់ត្រូវបានចាប់ដាក់ឃុំបណ្ដោះអាសន្នអ្វីដែលគួរឲ្យហួសចិត្តគឺឯកសារសម្លេងសារភាពរបស់អ៊ីនឈុនត្រូវបានចាត់ទុកថាជាភស្តុតាងคล้ายៗព្រោះគេអះអាងថាត្រូវបានបង្ខំឲ្យនិយាយទើបមិនអាចប្រើនៅតុលាការបានចុងក្រោយសំណុំរឿងនេះត្រូវបានទេទៅឲ្យអ៊ុនសូចៅក្រមនៃតុលាការអនីតិជនពេលឃើញឈ្មោះនិងព័ត៌មានរបស់អ៊ីនឈុនរាងកាយរបស់អ៊ុនសូស្រាប់តែញ័រឡើងនាងមិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនបានឡើយចុងក្រោយនាងទប់ខ្លួនមិនជាប់ហើយដួលសន្លប់ទើបដឹងថានាងគឺជាម្ដាយដែលបាត់បង់កូនកាលពី5ឆ្នាំមុនបន្ទាប់ពីសវនាការដ៏អយុត្តិធម៌នោះអ៊ុនសូបានស្បត់ថានឹងក្លាយជាចៅក្រមអនីតិជនយោងតាមសក្ខីកម្មតែម្ខាងរបស់អ៊ីនឈុនតាមពិតគេគ្រាន់តែធ្វើតាមបញ្ជារបស់មនុស្ស2នាក់ទៀតប៉ុណ្ណោះដំបូងពួកគេគ្រាន់តែចង់ឲ្យសុនអាចេញទៅផឹកស្រាមិនមានបំណងធ្វើអ្វីទៀតទេហើយនៅពេលនោះគេក៏មិនបានចូលរួមបំពេញសុនអាដែរសូម្បីតែធ្លាប់ព្យាយាមរារាំងសកម្មភាពរបស់ពួកគេប៉ុន្តែត្រូវមនុស្សទាំងពីរនោះស្ដីបន្ទោសយ៉ាងខ្លាំងចុងក្រោយគេគ្រាន់តែដើរចាំនៅក្រៅការដ្ឋានរហូតពួកគេចេញមកក្រោយមកតុលាការបានប្រកាសថារកឃើញដំណើរតែរបស់មនុស្ស2នាក់ផ្សេងទៀតក្នុងខ្លួនសុនអាហើយពួកគេក៏សារភាពកំហុសរបស់ខ្លួនយ៉ាងច្បាស់ដោយសារពួកគេមានអាយុគ្រប់14ឆ្នាំហើយប៉ុន្មានថ្ងៃក្រោយករណីនេះនឹងត្រូវដោះស្រាយតាមច្បាប់ព្រំទណ្ឌអនីតិជនប៉ុន្តែអ៊ុនសូសង្ស័យលទ្ធផលកាត់ក្តីនេះហើយចង់ស៊ើបអង្កេតការពិតដោយស្ងាត់មិននឹកស្មានថាអតីតប្តីដែលលែងលះ5ឆ្នាំមុនស្រាប់តែមកជួបនាងហើយអ៊ុនសូគិតថាគេនឹងជួយនាងតែមិននឹកស្មានថាគេបែរជាយកច្បាប់មកគំរាមឲ្យនាងកុំចូលរួមក្នុងករណីនេះព្រោះនាងធ្លាប់មានទំនាក់ទំនងឈាមសាច់ជាមួយជនរងគ្រោះកាលពីមុនអ៊ុនសូសួរប្តីវិញថាតើអ្នកមានសិទ្ធិអ្វីមកជ្រៀតជ្រែកការងារខ្ញុំរឿងនេះមកដល់ដំណាក់កាលនេះហើយតើនៅពាក់ព័ន្ធអ្វីជាមួយអ្នកទៀតប្តីឆ្លើយថាព្រោះខ្ញុំជាឪពុករបស់កូននោះតែឥឡូវអ្នកចង់សងសឹកគេមែនទេធ្វើបែបនេះវាអាចផ្លាស់ប្ដូរអ្វីបានទេចុងក្រោយអ្នកដែលឈឺចាប់នៅតែជាអ្នកតែអ៊ុនសូនៅតែតបថាខ្ញុំមិនខ្វល់ទេអ្នកចាំមើលឲ្យច្បាស់ហ្វាងអ៊ីនឈុនប្រកាសជាត្រូវទទួលទោសធ្ងន់បំផុត3ថ្ងៃក្រោយសវនាការបានបើកឡើងតែអ៊ុនសូមិនហៅជនសង្ស័យផ្សេងទេគឺហៅអ៊ីនឈុនក្រៅពីនិយាយឡើងវិញតាមសក្ខីកម្មមុនលើកនេះអ៊ីនឈុនក៏និយាយថាគេត្រូវបងធំ2អ្នកគំរាមទើបត្រូវជួយពួកគេធ្វើរឿងអាក្រក់ទោះបីក្នុងចិត្តគេមិនចង់ធ្វើក៏ដោយមេធាវីថែមទាំងយករូបស្នាមរបួសលើខ្លួនគេមកធ្វើជាភស្តុតាងមេធាវីនិយាយថាករណីនេះកើតចេញពីទំនាក់ទំនងអំណាចមិនស្មើគ្នាគេស្គាល់ដងគុណនិងគង់ស៊ូនៅក្រៅសាលាហើយតែងតែត្រូវទៅទិញបារីឬស្រាឲ្យពួកគេជាយូរមកហើយគ្រាន់តែហ៊ានមិនស្ដាប់បង្គាប់គេនឹងត្រូវវាយ៉ាងចាស់ដៃតែអ៊ុនសូក៏ចាប់បានភាពផ្ទុយគ្នានៅក្នុងសក្ខីកម្មរបស់អ៊ីនឈុនបើគេខ្លាចបងធំ2អ្នកនោះខ្លាំងហើយតែងតែស្ដាប់បង្គាប់ហេតុអ្វីនៅយប់កើតហេតុគេហ៊ាននិយាយរារាំងពួកគេតើមកពីមនសិការស្រាប់តែកើតឡើងមែនទេឬបែបនេះអ៊ីនឈុនក៏ស្រឡាំងកាំងភ្លាមអ៊ុនសូបន្តសួរថាហេតុអ្វីមានតែលើកនេះដែលគេហ៊ានប្រឆាំងពួកគេពេលនោះមេធាវីក៏ក្រោកឡើងការពារនិយាយថាអ៊ីនឈុនពិតជាខ្លាចការគំរាមនិងការវាយដំពីបងធំទាំងនោះតែមុននាងនិយាយចប់អ៊ីនឈុនក៏និយាយដោយខ្លួនឯងគេយំសោកថារឿងនេះគេមិនអាចទទួលយកបានទេសុទ្ធតែជាមនុស្សដូចគ្នាហេតុអ្វីត្រូវធ្វើរឿងខុសខើបែបនេះបើជាមនុស្សផ្សេងប្រហែលជាត្រូវរូបរាងស្លូតត្រង់របស់គេបោកបានតែអ៊ុនសូដឹងច្បាស់ពីមុខពិតគ្មានខ្មាស់អៀនរបស់វាហើយនាងឲ្យអ៊ីនឈុនឱកាសចុងក្រោយដើម្បីនិយាយការពិតបើមិនដូច្នោះទេនាងនឹងកាត់ទោសយ៉ាងតឹងរ៉ឹងតែក្មេងនេះនៅតែរឹងរូសមិនព្រមសាទភាពអ៊ុនសូគ្មានជំរឿសក៏ហៅសាកសីឡើងតុលាការ
មនុស្សនោះក៏ជាប៉ូលីសដែលទទួលខុសត្រូវស៊ើបអង្កេតករណីនេះដែរពួកគេបានជួបគ្នាកាលពី3ថ្ងៃមុនពេលនោះអ៊ុនសូសង្ស័យថានៅមានភស្តុតាងផ្សេងក្រៅពីដំណើររបស់ជនល្មើសដូច្នេះនាងបានឆ្លៀតពេលយប់ជ្រៅដែលគ្មានមនុស្សទៅកន្លែងកើតហេតុហើយបានជួបអ្នកមើលការម្នាក់ដែលរាល់យប់តែងយកឡានមកចតនៅការដ្ឋានហើយក៏ទទួលបានវីដេអូដែលថតទុកពីយប់កើតហេតុដោយកាមេរ៉ានៅលើឡានរបស់គាត់វីដេអូបានថតឃើញក្រុមពួកគេជួបជុំផឹកស្រាហើយបង្ខំសុនអាឲ្យស្រវឹងបន្ទាប់ពីសុនអាស្រវឹងហើយពួកគេទាំងអស់បានសើចយ៉ាងអាក្រក់ហើយត្រៀមធ្វើសកម្មភាពបំពានគ្រប់យ៉ាងត្រូវបានថតយ៉ាងច្បាស់ដោយកាមេរ៉ានោះការពិតគឺមានមនុស្ស3នាក់ក្នុងនោះរួមទាំងអ៊ីនឈុនផងដែរដែលបានបដូរវេនគ្នាបំពានសុនអាហើយអ៊ីនឈុនក៏មានចិត្តនីអាក្រក់ដែរមិនមែនត្រូវបង្ខំដោយសក្ខីកម្មដំបូងទេលើកនេះគេចុងក្រោយគ្មានផ្លូវបដិសេធទៀតឡើយតែមេធាវីនៅតែចង់បដិសេធដោយនិយាយថាវីដេអូពីកាមេរ៉ានេះអាចជាភស្តុតាងคล้ายៗតែពេលនោះប៉ូលីសក៏យកឯកសារមួយចេញមកដើម្បីបញ្ជាក់ពីភាពពិតរបស់វីដេអូដែលផ្ដល់ដោយផ្នែកវិភាគវីដេអូរបស់តុលាការឯកសារបញ្ជាក់ថាវីដេអូនេះមិនមានស្នាមខ្លែងបន្លំណាមួយឡើយចុងក្រោយដោយសារផ្ដល់សក្ខីកម្មคล้ายៗអ៊ីនឈុនត្រូវបានចាត់ទុកថាជាសហចោទហើយនឹងត្រូវបញ្ជូនទៅស៊ើបអង្កេតឡើងវិញតាមច្បាប់ព្រំទុនអនីតិជនហើយនឹងបញ្ចប់ការស៊ើបអង្កេតក្នុងរយៈពេល1សប្តាហ៍ប៉ុន្តែមុនថ្ងៃបើកសំណួរការចៅក្រមថេឈូបានរត់មកទាំងភ័យព្រោះគេបានរកឃើញតម្រុយថ្មីពីករណីមួយផ្សេងទៀតនៅមានមនុស្សម្នាក់ទៀតដែលបានចូលរួមក្នុងការបំពានជាក្រុមនេះឈ្មោះដូហុងអ៊ុនសូស្ទ័រមិនជឿនឹងភ្នែកខ្លួនឯងនាងសម្លឹងមើលដោយភ្ញាក់ផ្អើលព្រោះដូហុងនេះគឺជាមនុស្សម្នាក់ទៀតដែលធ្លាប់ធ្វើឲ្យកូនប្រុសរបស់នាងស្លាប់កាលពីមុនតែមិននឹកស្មានថាពេលនោះស្រាប់តែមានស្ត្រីម្នាក់រត់ចូលមកនាងលើកដៃទះមុខអ៊ុនសូភ្លាមហើយនិយាយថាខ្ញុំបានប្រមានអ្នកហើយខ្ញុំនឹងរកអ្នកឃើញជាមិនខានអ្នកមិនអាចលាក់ខ្លួនបានមួយជីវិតទេទើបដឹងថានាងគឺជាម្ដាយក្មេកចាស់របស់អ៊ុនសូនាងបានទម្លាក់កំហុសទាំងអស់ពីការស្លាប់របស់ចៅប្រុសទៅលើអ៊ុនសូបន្ទោសថានាងមិនព្រមលះការងារនៅផ្ទះមើលកូនហើយថានាងជាអ្នកបំផ្លាញគ្រួសារនាងថាអ៊ុនសូជាមនុស្សនាំសំណាងអាក្រក់ប្តីស្លាប់កូនក៏ស្លាប់កូនប្រុសនាងទើបតែត្រៀមរៀបការថ្មីតែអ៊ុនសូស្រាប់តែបង្ហាញខ្លួនហើយបន្តតាក់ទងជាមួយគាត់ទៀតឃើញស្ត្រីចាស់នេះបង្ករឿងមិនឈប់អ៊ុនសូមិនចង់បន្តជែកទៀតទេអ៊ុនសូអង្គុយនៅជ្រុងមួយស្ដាប់ពាក្យជេរប្រមាថទាំងនោះហើយបេះដូងរបស់នាងដូចត្រូវហែកជាបំណែកបន្ទាប់ពីកូនប្រុសស្លាប់ទៅនាងនៅតែមិនអាចគេចផុតពីស្នាមរបួសចិត្តនោះបានផ្ទះរបស់នាងគ្មានជីវិតសោះមជុលតូចមែនតែអាចចាក់ឲ្យឈឺដល់បេះដូងពាក្យសម្ដីគ្មានឆ្អឹងតែអាចធ្វើឲ្យមនុស្សឈឺចាប់យ៉ាងខ្លាំងហើយការឈឺចាប់5ឆ្នាំរបស់នាងបានចាប់ផ្ដើមពីហេតុផលមួយដែលស្ដាប់ទៅដូចរឿងកំ pl ែងហើយក្នុងភ្នែកក្រុមអនីតិជនទាំងនោះករណីនេះក៏គ្រាន់តែជារឿងកំ pl ែងប៉ុណ្ណោះការដែលម្ដាយក្មេកចាស់មកបង្ករឿងនៅតុលាការធ្វើឲ្យមនុស្សទាំងអស់ដឹងពីករណីកាលពី5ឆ្នាំមុនចៅក្រមហ្គិនហ៊ីក៏បានដឹងការពិតដែរហើយគួរឲ្យចៃដន្យនាងគឺជាចៅក្រមដែលបានប្រកាសឲ្យអរិយ2នាក់នោះរួចខ្លួនកាលពី5ឆ្នាំមុនតែរហូតមកដល់ពេលនេះនាងនៅតែគិតថាការកាត់ក្តីរបស់ខ្លួនមិនខុសថែមទាំងនិយាយថាបើជាចៅក្រមផ្សេងក៏លទ្ធផលដូចគ្នាដែរឬបែបនេះអ៊ុនសូទប់មិនបានក៏សួរនាងវិញច្បាប់ត្រូវបានបង្កើតឡើងដើម្បីបម្រើអ្នកណាដើម្បីការពារជនរងគ្រោះឬការពារជនល្មើសបើកាលពីមុនហ្គិនហ៊ីកាត់ទោសពួកគេឲ្យសមរម្យមិនមែនកាត់ក្តីលឿនក្នុងតែ3នាទីទេសោកនាដកម្មថ្ងៃនេះប្រហែលមិនកើតឡើងទេពួកគេមិនបានរៀនអ្វីពីករណីកាលពីមុនឡើយផ្ទុយទៅវិញពួកគេគិតថាខ្លួនពិតជាគ្មានទោសពេលឃើញច្បាប់ពោពេញដោយចន្លោះខ្វះខាតពួកគេនឹងបន្តធ្វើបាបមនុស្សស្លូតត្រង់កាន់តែច្រើនឬបែបនេះហ្គិនហ៊ីក៏ក្តាប់ដៃយ៉ាងតឹងនាងដឹងថាអ៊ុនសូនិយាយមិនខុសទេតែនាងមិនចង់ទទួលស្គាល់កំហុសរបស់ខ្លួននាងគ្រាន់តែយកហេតុផលថាអ៊ុនសូធ្លាប់មានទំនាក់ទំនងឈាមសាច់ជាមួយជនរងគ្រោះដើម្បីមិនឲ្យនាងជ្រៀតជ្រែកករណីនេះតែអ៊ុនសូមិនអាចឈប់បានឡើយពេលមើលសុនអានាងដូចឃើញកូនប្រុសខ្លួនកាលពីមុននាងមិនអនុញ្ញាតការកាត់ក្តីមិនសមហេតុផលកើតឡើងម្ដងទៀតឡើយសំណាងល្អដែលចៅក្រមថេឈូបានរកឃើញតម្រុយថ្មីក្នុងករណីរំលោភមួយផ្សេងទៀតគាត់បានទទួលព័ត៌មានពីជនរងគ្រោះរបស់ដូហុងក្មេងស្រីជនរងគ្រោះនោះបានមានផ្ទៃពោះតាមសក្ខីកម្មរបស់នាងអ៊ីនឈុននិងដូហុងបានបង្កើតក្រុមឧក្រិដ្ឋកម្មមួយដើម្បីគ្រប់គ្រងក្មេងស្រីជាច្រើនដែលវង្វេងផ្លូវពួកគេតែងសម្ដែងច្បោកនិងជំរិតទារប្រាក់នៅផ្ទះសំណាក់ថប់កេរ្តិ៍ឈ្មោះអាក្រក់របស់ពួកគេល្បីខ្លាំងពួកគេជំរិតភ្ញៀវដោយយកលេសថាបានធ្វើរឿងមិនល្អជាមួយកូនស្រីវិធីនេះអាចនិយាយបានថាជោគជ័យគ្រប់លើករាល់លើកសមាជិកក្នុងក្រុមសុទ្ធតែរកបានប្រាក់ច្រើនក៏មានក្មេងស្រីខ្លះត្រូវលុយបិទភ្នែកហើយចូលរួមជាមួយពួកគេតែចុងក្រោយទើបដឹងថាខ្លួនគ្រាន់តែជាឧបករណ៍រកលុយឲ្យពួកគេថែមទាំងថតទុកគ្រប់ដំណើរការនៃការបំពានពួកគេមិនត្រឹមតែយកវីដេអូទាំងនោះមកបង្ខំឲ្យក្មេងស្រីចេញទៅលក់ខ្លួនទេថែមទាំងយកទៅលក់ខុសច្បាប់នៅលើអ៊ីនធឺណិតទៀតពិតជាបាត់បង់មនុស្សធម៌អស់ហើយតាមសម្ដីរបស់ក្មេងស្រីទាំងនោះមិនយូរប៉ុន្មានអ៊ុនសូក៏ដឹងថាទីតាំងលាក់ខ្លួនរបស់ដូហុងនៅទីណាដូច្នេះនាងក៏ឆ្លៀតពេលយប់ស្ងាត់លួចចូលទៅខាងក្នុងដោយចង់យកភស្តុតាងបទល្មើសទាំងអស់ដែលពួកគេទុកក្នុងកុំព្យូទ័រតែពេលនោះស្រាប់តែមានមនុស្សម្នាក់លេចមកពីក្រោយនាងគេសួរនាងភ្លាមថាជានរណាតើជាប៉ូលីសឬហើយក៏សើចចំអប់អ៊ុនសូក៏ស្គាល់ភ្លាមថាគេគឺដូហុងហើយពេលនោះដូហុងក៏ឈប់សើចគេជឿនាងថាជាស្រីអាក្រក់ហើយស្ទុះមកវីអ៊ុនសូទាំងខឹងសួរនាងថាតើនាងដឹងទេថារបស់ក្នុងកុំព្យូទ័រនោះមានតម្លៃប៉ុន្មានហើយក៏ទះនាងមួយកំភ្លៀងទៀតគេគ្មានអារម្មណ៍ស្ដាយសោះក្នុងការវាស្ត្រីដែលអាយុស្មើម្ដាយខ្លួនអ៊ុនសូក្រោកឡើងយឺតហើយសួរគេថាបើធ្លាប់បានឱកាសហើយគេគួរតែរស់នៅឲ្យបានត្រឹមត្រូវយ៉ាងហោចណាស់ក្នុងចំណោមក្មេងទាំងពីរគួរតែមានម្នាក់រស់ដូចមនុស្សអ៊ុនសូមិនយល់ថាហេតុអ្វីគេអាចរស់នៅយ៉ាងថោកទាបបែបនេះតែទោះអ៊ុនសូខូចចិត្តយ៉ាងណាដូហុងនៅតែធ្វើមុខចំអប់ហើយស្ទុះចាប់អ៊ុនសូរួចនិយាយថានាងកំពុងបង្រៀនអ្នកណាចុងក្រោយគេក៏ដកកាំបិតចេញផ្ដួលអ៊ុនសូហើយចាក់ចុះត្រង់គេបានចាក់កាំបិតចុះលើស្មានាងដោយគ្មានការញើសថែមទាំងបង្វិលកាំបិតហើយសួរថានាងជានរណាពេលគេហៀបនឹងចាក់អ៊ុនសូម្ដងទៀតនាងក៏ចាប់យកឥដ្ឋក្បែរខ្លួនហើយវាយត្រង់ក្បាលដូហុងអ៊ុនសូងើបមើលទៅទូដាក់ស្បែកជើងហើយឃើញស្បែកជើងដែលបាត់មួយរបស់សុនអា
ពីកន្លែងកើតហេតុនៃការបំពាននោះមានន័យថាដូហុងពិតជាជនរួមដៃក្នុងការបំពានជាក្រុមហើយទូដាក់ស្បែកជើងនោះពេញមួយជញ្ជាំងដោយស្បែកជើងបែបនេះស្បែកជើងបាត់នេះមួយតំណាងឲ្យក្មេងស្រីម្នាក់ដែលត្រូវបានបំពានពេលនោះដូហុងក៏ដើរមកហើយសារភាពថាគេក៏នៅកន្លែងកើតហេតុដែរថែមទាំងសើចហើយសួរអ៊ុនសូថាដឹងការពិតហើយតើនាងចង់ធ្វើអ្វីចុងក្រោយគេក៏ស្ទុះមករកនាងដោយមានគំនិតចង់សម្លាប់នាងដើម្បីបំបិទមាត់តែពេលគ្រោះថ្នាក់នោះស្រាប់តែមានសម្លេងប៉ូលីសហៅពីខាងក្រៅទើបដឹងថាអ៊ុនសូបានតាក់ទងប៉ូលីសស៊ើបអង្កេតតាំងពីដំបូងដូហុងក៏ប្រញាប់រត់ចេញពីកន្លែងកើតហេតុតែត្រូវប៉ូលីសចាប់បានភ្លាមហើយភស្តុតាងបទល្មើសទាំងអស់ក៏ត្រូវយកទៅអ៊ុនស៊ុបឌីសែតការព្យាបាលទោះរាងកាយពោពេញដោយរបួសក៏ត្រឡប់ទៅតុលាការវិញនាងចង់ប្រើរាងកាយខ្លួនដើម្បីផ្លាស់ប្ដូរការសម្រេចរបស់ចៅក្រមហ្គាន់ហ៊ីនាងបានប្រាប់ពីបទល្មើសទាំងអស់របស់ពួកគេរួមទាំងការបំពានជនរងគ្រោះនិងយកពួកគេរកលុយចៅក្រមហ្គាន់ហ៊ីឃើញនាងឈឺចាប់ដួលចុះក៏ប្រញាប់ប្រាប់ឲ្យនាងចេញទៅហើយទៅមន្ទីរពេទ្យមុនពេលរថយន្តសង្គ្រោះមកដល់តែអ៊ុនសូនៅតែទ្រាំឈឺហើយអង្វរចៅក្រមទោះចៅក្រមហ្គាន់ហ៊ីរឹងមាំប៉ុណ្ណាក៏ត្រូវរំជួលចិត្តចំពោះទស្សនវិជ្ជានេះមួយសប្តាហ៍ក្រោយតុលាការបើកសវនាការមេធាវីស្រីនោះនៅតែការពីអ៊ីនឈុននាងនិយាយថាបើក្នុងខ្លួនសុនអាមិនមានណារបស់អ៊ីនឈុននោះមិនអាចបញ្ជាក់ថាគេមានទោសបានទេថែមទាំងយកលិខិតបញ្ជាក់ថាជាសិស្សឧស្សាហ៍ព្យាយាមដើម្បីបញ្ជាក់ថាអ៊ីនឈុនជាសិស្សល្អជាសិស្សខិតខំរៀនហើយចូលចិត្តជួយអ្នកដទៃអ៊ីនឈុនគ្រាន់តែត្រូវគេគំរាមប៉ុណ្ណោះដូច្នេះពេលទទួលការស៊ើបអង្កេតពីប៉ូលីសគេមិនអាចប្រាប់លម្អិតពីអ្វីដែលបានកើតឡើងមេធាវីក៏យករូបរបួសចាស់របស់អ៊ីនឈុនមកធ្វើភស្តុតាងចំណែកដូហុងក៏ដូចគ្នាអ្នកទាំងពីរក៏ទម្លាក់កំហុសទាំងអស់ទៅលើកូនប្អូនពីរនាក់ឲ្យទទួលទោសជំនួសច្បាស់ណាស់មុនចូលតុលាការមេធាវីបានសិក្សាករណីចាស់របស់ចៅក្រមយ៉ាងលម្អិតដោយយោងតាមរបៀបកាត់ក្តីលឿនរបស់ចៅក្រមហ្គាន់ហ៊ីកាលពីមុនករណីនេះក៏អាចត្រូវប្រកាសថាគ្មានទោសដូចមុនដែរតែហ្គាន់ហ៊ីនឹកឃើញពាក្យដែលអ៊ុនសូធ្លាប់និយាយនាងក៏បើកសម្លេងសារភាពរបស់កូនប្អូនពីរនាក់ទើបដឹងថាថេយ៉ូបានបញ្ចុះបញ្ចូលពួកគេឲ្យក្បត់បងធំបើភស្តុតាងទាំងនេះត្រូវបានយកមកប្រើកងស៊ូនិងដងហ្គាន់អាចត្រូវចាត់ទុកជាជនល្មើសចម្បងហើយអាចជាប់ពន្ធនាគារលើសពី15ឆ្នាំតែបើពួកគេសារភាពដោយស្មោះត្រង់នឹងត្រូវចាត់ទុកថាជាការសងកំហុសហើយអាចត្រូវបន្ថយទោសពេលលើបែបនេះកងស៊ូនិងដងហ្គាន់ក៏សារភាពគ្រប់យ៉ាងដោយស្មោះត្រង់ប្រាប់គ្រប់រឿងទាំងអស់សើចដងគុនបញ្ជាក់ថាគ្រប់យ៉ាងសុទ្ធតែជាការបញ្ជារបស់ដូហុងដែលបង្ខំឲ្យពួកគេទាំងពីរធ្វើកុងស៊ូក៏បន្ថែមថាបើមិនស្ដាប់ដូហុងពួកគេនឹងត្រូវគេវាយហើយដងគុនក៏ធ្លាប់ត្រូវដូហុងធ្វើបាបដែរនៅក្នុងបន្ទប់សវនាការដូហុងពេលលើដូច្នេះក៏ចាប់ផ្ដើមបង្ហាញកំហឹងហើយអ៊ីនឈុនក៏ខឹងដែរឃើញស្ថានភាពមិនស្រួលមេធាវីការពារក៏ប្រញាប់ក្រោកឡើងទៅថានាងនិយាយថាសម្ដីទាំងនេះគ្រាន់តែជាការសារភាពពីម្ខាងប៉ុណ្ណោះហើយគ្មានភស្តុតាងផ្ទាល់ណាមួយអាចបញ្ជាក់បានទេតែពួកគេមិននឹកស្មានថាកូនប្អូនទាំងពីរនេះបានលួចទុកផ្លូវរត់សម្រាប់ខ្លួនឯងរាល់ប្រតិបត្តិការម្ដងពួកគេលួចចម្លងទិន្នន័យទុកក្នុងយ៉ាស្បចៅក្រមហ្គាន់ហ៊ីក៏យកភស្តុតាងទាំងនោះបង្ហាញនៅតុលាការធ្វើឲ្យដូហុងនិងអ៊ីនឈុនស្ងប់មាត់ពួកគេមិនអាចប្រកែកបានទៀតទេដូហុងមើលរូបភស្តុតាងនេះមួយហើយនឹកឃើញពេលពួកគេបំពានជនរងគ្រោះបន្ទាប់ពីបំពានហើយថែមទាំងសើចហើយថតរូបទុកជាអនុស្សាវរីយ៍គ្រួសារជនរងគ្រោះពេលឃើញរឿងនេះក៏បានតែស្រក់ទឹកភ្នែកដោយការឈឺចាប់តែទោះមកដល់ពេលនេះហើយដូហុងនៅតែមិនស្ដាយក្រោយចំណែកអ៊ីនឈុនវិញឃើញថាគ្រោះថ្នាក់ចិត្តមកដល់ផ្លូវចិត្តរបស់គេក៏បាក់បែកទាំងស្រុងគេឈរនៅមុខតុលាការហើយនិយាយថាគ្រប់សកម្មភាពរបស់ខ្លួនគឺសុទ្ធតែធ្វើតាមបញ្ជារបស់ដូហុងឬបែបនេះក៏ប្រញាប់ប្រកែកវិញចុងក្រោយអ្នកទាំងពីរក៏ស្រែកជេរគ្នាកណ្ដាលសវនាការថែមទាំងប្រើកម្លាំងហើយមិនឲ្យចៅក្រមមានឱកាសសួរទៀតពួកគេប្រកួតគ្នាបកស្រាយអំពើខុសរបស់ម្ខាងទៀតមកដល់ដំណាក់កាលនេះអ៊ីនឈុននិងដូហុងសុទ្ធតែបញ្ជាក់ថាខ្លួនជាជនល្មើសចៅក្រមហ្គាន់ហ៊ីក៏មិននិយាយអ្វីជាមួយពួកគេទៀតនាងចង់ឲ្យសុនអាដែលកំពុងស្ដាប់សវនាការនៅខាងក្រៅបានលទ្ធផលចុងក្រោយនៃសវនាការនេះតាមពិតសុនអាមិនចង់ចេញមុខធ្វើសាកសីទេព្រោះនាងមានអារម្មណ៍ថាខ្លួនគ្មានមុខរូបបន្តទៀតហើយជាច្រើនដងនាងធ្លាប់គិតចង់បញ្ចប់ជីវិតខ្លួនឯងតែអ៊ុនសូបានព្យាយាមលួងលោមនាងបាននិយាយថាអ្នកដែលគួរខ្មាស់គេបំផុតនៅលើโลกនេះគឺជាជនល្មើសទាំងនោះរួមទាំងអ៊ីនឈុននិងដូហុងក៏រួមទាំងមនុស្សអាក្រក់ដែលចូលចិត្តវាយប្រហារលើអ៊ីនធឺណិតពួកគេទើបជាមនុស្សគួរខ្មាស់បំផុតបើជនរងគ្រោះបញ្ចប់ជីវិតខ្លួនឯងវានឹងធ្វើឲ្យពួកគេកាន់តែអួតអាងខ្លាំងឡើងមានតែសុនអាផ្ទាល់ឡើងតុលាការទើបអនាគតនាងអាចរស់បន្តដោយលើកក្បាលបានដូច្នេះសុនអាក៏ក្លាហាននិយាយនៅក្នុងសវនាការនាងញ័រខ្លួននិយាយថាសូមធ្វើឲ្យជីវិតខ្ញុំត្រឡប់ដូចមុនវិញពាក្យនេះហាក់ដូចជាប្រើភាពក្លាហានទាំងអស់របស់នាងនិយាយចប់ភ្លាមនាងក៏ទប់ទឹកភ្នែកមិនបានសំឡេងយំរបស់នាងលាន់ចូលក្នុងបន្ទប់សវនាការធ្វើឲ្យមនុស្សគ្រប់គ្នាឈឺចាប់លើកលែងតែជនល្មើសទាំងពីរចុងក្រោយអ៊ីនឈុននិងដូហុងត្រូវកាត់ទោស20ឆ្នាំជាប់គុកទូដំណើរការសំណុំរឿងស្មុគស្មាញតែលទ្ធផលនេះអាចចាត់ទុកថាបញ្ចប់បានល្អប៉ុន្តែការឈឺចាប់ដែលពួកគេទុកចោលមិនអាចបាត់ទៅបានទេជនរងគ្រោះត្រូវរស់ជាមួយការឈឺចាប់មួយជីវិតដូចអ៊ុនសូដែលរស់ដូចមនុស្សគ្មានព្រលឹងអស់ជាច្រើនឆ្នាំទោះជាជនដែលសម្លាប់កូនប្រុសនាងត្រូវបានប្រន្ទាទោសហើយតែការនឹករលឹកដែលលាក់ជ្រៅក្នុងចិត្តបានផ្ទុះឡើងទាំងស្រុងពេលមើលវត្ថុអនុស្សាវរីយ៍របស់កូនប្រុសនាងក៏យំដោយការឈឺចាប់ខ្លាំងដូចបេះដូងត្រូវហែកជាបំណែកបន្ទាប់ពីមើលរូបកូនប្រុសជាលើកចុងក្រោយអ៊ុនសូបានយករបស់ទាំងអស់ទៅកន្លែងរំលឹកវិញ្ញាណហើយដុតវាទាំងអស់ឲ្យកូនប្រុសនៅលើស្ថានសួគ៌បន្ទាប់ពីកាត់ក្តីជនល្មើសអនីតិជនថ្ងៃបន្ទាប់អ៊ុនសូក៏ទទួលបានសំណុំរឿងបំបែកសាកសពដែលធ្វើឲ្យប្រទេសភ្ញាក់ផ្អើលក្មេងប្រុសអាយុ13ឆ្នាំម្នាក់បានបោកក្មេងអាយុ8ឆ្នាំចូលផ្ទះបន្ទាប់ពីធ្វើបាបយ៉ាងសាហាវក៏បំបែកសាកសពហើយយកទៅបោះលើដំបូលនៅពេលយប់តែអ្វីដែលចម្លែកគឺបន្ទាប់ពីធ្វើរួចគេបានរត់ទៅប៉ុស្តិ៍ប៉ូលីសសារភាពដោយខ្លួនឯងថាខ្លួនបានសម្លាប់មនុស្សប៉ូលីសហើយក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់មកគេក៏យកពូថៅដែលមានស្នាមឈាមចេញមកហើយនិយាយថាគេធ្វើតែម្នាក់ឯងតាមការពិពណ៌នារបស់គេប៉ូលីសក៏រកឃើញជនរងគ្រោះនៅលើដំបូលយ៉ាងលឿនបន្ទាប់មកក៏ចាប់ខ្លួនជនល្មើសភ្លាមក្មេងប្រុសនេះមានឈ្មោះសុងវូរស់នៅអគារតែមួយជាមួយជនរងគ្រោះអាយុ8ឆ្នាំហើយពួកគេមិនធ្លាប់ជួបគ្នាទេ
ក៏គ្មានគំនុំអ្វីដែរនេះជាករណីឧក្រិដ្ឋកម្មដោយចិត្តងាយច្បាស់លាស់ហើយសំណុំរឿងនេះត្រូវបានផ្សព្វផ្សាយយ៉ាងលឿនទាក់ទាញការចាប់អារម្មណ៍ពីមហាជនដោយសារសុងវូមិនទាន់គ្រប់14ឆ្នាំដូច្នេះតាមច្បាប់ការពារអនីតិជនរបស់កូរ៉េគេនឹងត្រូវលើកលែងទោសព្រំទណ្ឌធ្ងន់បំផុតគ្រាន់តែបញ្ជូនទៅមណ្ឌលកែប្រែរយៈពេល2ឆ្នាំប៉ុណ្ណោះរឿងនេះភ្លាមក៏ធ្វើឲ្យប្រជាជនផ្ទុះការតវ៉ាទាមទារលោកច្បាប់ការពារអនីតិជនត្រូវផ្តន្ទាទោសជនល្មើសយកជីវិតសងជីវិតយប់ជ្រៅអ៊ុនសូអង្គុយអានឯកសាររបស់សុងវូហើយរកឃើញថាគេទើបចូលមធ្យមសិក្សាក៏ឈប់រៀនមានប្រវត្តិបង្កបួសដោយចិត្តណែច្រើនដងរស់នៅក្នុងគ្រួសាររំដាយឪពុកតែម្នាក់ហើយមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរត្រូវលេបថ្នាំទើបអាចរក្សាស្មារតីបានហើយរឿងនេះទំនងអាចក្លាយជាហេតុផលឲ្យគេរួចទោសពិតដូចអ៊ុនសូគិតមែនតាមសម្ដីសុងវូថ្ងៃនោះជំងឺរបស់គេបានកាត់ឡើងវិញភ្លាមពេលចិត្តភ័យស្លន់ស្លោក្មេងប្រុសនោះក៏មកខ្ចីទូរស័ព្ទគេសុងវូក៏ខំទប់ស្មារតីនាំក្មេងនោះមកផ្ទះតែដោយសារក្មេងចូលចិត្តលេងពេលឃើញមានប្រដាប់លេងជាច្រើនក្នុងផ្ទះក៏នៅលេងយូរហើយនៅទូចឲ្យគេលេងជាមួយទៀតសុងវូត្រូវក្មេងនោះរំខានចុងក្រោយគេទប់មិនបានក៏មានចិត្តសម្លាប់ហើយស្ទុះទៅចាប់ក្មេងនោះប្រាប់ឲ្យលេងលាក់ខ្លួនជាមួយគេបើអញមិនទាន់រកឃើញអញត្រូវលាក់ឲ្យស្ងៀមបើហ៊ានចេញមករាល់អញរកឃើញអញនឹងសម្លាប់ឯងក្មេងតូចភ័យខ្លាចក៏លាក់ខ្លួនក្រោមគ្រែតែចុងក្រោយក៏ត្រូវសុងវូចាប់ឃើញបន្ទាប់ពីសារយ៉ាងសប្បាយចិត្តគេក៏ចាប់ផ្ដើមធ្វើបទល្មើសហើយថែមទាំងសប្បាយចិត្តនិយាយរឿងទាំងអស់នៅតុលាការធ្វើឲ្យមនុស្សគ្រប់គ្នាទាំងភ័យទាំងខឹងព្រោះគេដឹងច្បាស់ថាខ្លួនមិនទាន់គ្រប់អាយុមិនត្រូវទទួលខុសត្រូវព្រមទណ្ឌដូច្នេះអាកប្បកិរិយារបស់គេពោពេញដោយការប្រមាថទឹកមុខដែលគ្មានសម្បីតែភាពភ័យខ្លាចឬការសោកស្ដាយធ្វើឲ្យមនុស្សនៅទីនោះស្អប់ខ្ពើមខ្លាំងរហូតដល់ពេលសម្រាប់ម្ដាយរបស់សុងវូទើបមកដល់តែគាត់មិនមកសុំទោសទេបើកមាត់ភ្លាមក៏លើកច្បាប់ការពារអនីតិជនមកនិយាយស្នើឲ្យតុលាការកាត់ស្រាលពិតជាម្ដាយបង្រៀនមិនល្អកូនក៏ខូចអ៊ុនសូខឹងក៏ឈរឡើងទាមទារឲ្យនាងសុំទោសគ្រួសារជនរងគ្រោះជាមុនសិនបន្ទាប់មកម្ដាយរបស់ជនរងគ្រោះក៏មកដល់តុលាការអ៊ុនសូឃើញសភាពយំសោករបស់នាងក៏រំជួលចិត្តតាមហើយទប់ទឹកភ្នែកមិនបានម្ដាយនោះមិនទាមទារអ្វីផ្សេងទេគ្រាន់តែចង់ឲ្យជនល្មើសទទួលទោសសមរម្យនាងដឹងថាតុលាការមិនអាចទទួលអំណោយបានដូច្នេះនាងបានធ្វើម្ហូបដែលកូនប្រុសចូលចិត្តបំផុតអ៊ុនសូយប់នោះអ៊ុនសូបានយកអាហារនោះមកញ៉ាំដោយប្រុងប្រយ័ត្ននៅពេលនោះទំនួលខុសត្រូវលើស្មារបស់នាងហាក់កាន់តែធ្ងន់ឡើងនាងអង្គុយសិក្សាឯកសារពេញមួយយប់ថ្ងៃបន្ទាប់សុងវូត្រូវឡើងតុលាការម្ដងទៀតប្រឈមមុខនឹងសំណួររបស់ចៅក្រមគេឆ្លើយកាន់តែអស់អត់ធ្មត់ហើយក៏យកកំណត់ត្រាវិទ្យាសាស្ត្រចេញមកបង្ហាញមើលទៅជំងឺផ្លូវចិត្តរបស់គេកាន់តែធ្ងន់ហើយមានជំងឺផ្លូវចិត្តហើយមិនទាន់គ្រប់14ឆ្នាំទៀតសុងវូជឿជាក់ថាខ្លួនឈ្នះជាក់ជាមិនខានតែពេលអ៊ុនសូឃើញបែបនេះនាងគ្រាន់តែញឹមតិចហើយសម្លឹងចូលភ្នែកសុងវូនាងនិយាយថាឯងមិនមែនជាឃាតករពិតមែនទេតាមពិតយប់មុនពេលនាងអានឯកសារនាងបានរកឃើញចំណុចមិនប្រក្រតីមួយនោះគឺជំងឺបែកបាក់អារម្មណ៍ជាធម្មតាតែងមានអាការៈស្ដាប់ឬសំឡេងនិងមើលឃើញរឿងមិនពិតតាមធម្មតាគេមិនអាចធ្វើរឿងស្មុគស្មាញបែបនេះម្នាក់ឯងបានទេហើយក៏មិនអាចផ្ដោតគំនិតបានល្អដែរដូច្នេះមិនបាច់និយាយដល់រឿងក្រោយសម្លាប់មនុស្សដូចជាការសម្អាតកន្លែងកើតហេតុឲ្យស្អាតហើយថែមទាំងអាចលុបស្នាមបានយ៉ាងរលូនទៀតសូម្បីតែមនុស្សពេញវ័យក៏មិនប្រកាសថាធ្វើបានដែរតែគេមិនត្រឹមតែបំបែកសាកសពនឹងសម្អាតកន្លែងកើតហេតុទេថែមទាំងធ្វើទាំងអស់បានដោយខ្លួនឯងទៀតនេះបង្ហាញថាប្រកាសជាមានមនុស្សទី3នៅកន្លែងកើតហេតុហើយនោះទើបជាឃាតករពិតប្រាកដសុងវូមិនទាន់គ្រប់14ឆ្នាំតែហ៊ានអួតអាងបែបនេះច្បាស់ណាស់ថាមានការព្រមព្រៀងគ្នាជាមុនហើយចេញមកសារភាពដោយចិត្តណានេះមិនមែនគ្រាន់តែជាការសង្ស័យរបស់អ៊ុនសូទេនាងបានទៅពិនិត្យកាមេរ៉ាជណ្ដើរយន្តកន្លែងកើតហេតុហើយរកឃើញស្នាមរបស់មនុស្សទី3គឺជាសិស្សស្រីម្នាក់ឈ្មោះជាងសុងវូហើយក៏ភ្លាមបាត់ការគ្រប់គ្រងខ្លួនឯងស្រែកថាមិនមែននាងទេនាងមិនពាក់ព័ន្ធអ្វីជាមួយរឿងនេះទេតែការបាត់ស្មារតីរបស់សុងវូកាន់តែបញ្ជាក់ថាការសង្ស័យរបស់អ៊ុនសូគឺត្រឹមត្រូវតុលាការក៏ប្រមូលប្រវត្តិការហើយទូរស័ព្ទរបស់អ្នកទាំងពីរធ្វើជាភស្តុតាងហើយដឹងថាមុនពេលកើតហេតុគេបានតាក់ទងជាមួយជានយ៉ាងជិតស្និទ្ធសុងវូឃើញបែបនេះក៏ចង់ឆក់រូបថតនោះវិញទោះបីពីដើមដល់ចប់គេមិនសារភាពអ្វីមួយម៉ាត់ក៏ដោយតែការពិតនៅចុងក្រោយក៏ត្រូវបានបង្ហាញសុងវូត្រូវបានបញ្ជូនទៅឲ្យការបន្ទាប់មកអ៊ុនសូឲ្យថៃចូលទៅប៉ុស្តិ៍ប៉ូលីសយកវីដេអូកាមេរ៉ាហើយរកឃើញថាពេលសុងវូមកសារភាពគេតែងតែសម្លឹងទៅទីមួយហើយមនុស្សដែលឈរទល់មុខប៉ូលីសពេលនោះគឺជានដើម្បីចាប់នាងថៃចូលបានទៅជួបមិត្តចាស់របស់នាងមុនហើយដឹងថារាល់យប់នាងតែងទៅហាងអ៊ីនធឺណិតពេញមួយយប់អ៊ុនសូដឹងស្ថានភាពហើយក៏សម្រេចចាប់ផ្ដើមសកម្មភាពភ្លាមនៅយប់នោះតែអ្វីដែលមិននឹកស្មានគឺត្រូវម្ដាយរបស់សុងវូគ្រារាំងនាងធ្វើទឹកមុខដូចមិនខ្លាចស្លាប់ហើយទាមទារឲ្យអ៊ុនសូដោះលែងកូនប្រុសនាងតែអ្នកគួរឲ្យអាណិតពេលខ្លះក៏គួរឲ្យស្អប់ដែរបើគ្រាន់តែអង្វរឬគំរាមកំហែងអាចជួយជនល្មើសរួចទោសបាននោះការងាររបស់អ៊ុនសូក៏គ្មានន័យអ្វីទៀតដែរនាងមិនចង់ពន្យល់ច្រើនទេហើយក៏បើកឡានចេញទៅភ្លាមមិនយូរប៉ុន្មានអ៊ុនសូក៏ទៅដល់ហាងអ៊ីនធឺណិតហើយរកឃើញជាងនាងក៏បង្ហាញអត្តសញ្ញាណរបស់ខ្លួនឲ្យច្បាស់ជានក៏ឈរឡើងសហការយ៉ាងស្ងៀមស្ងាត់ទៀតទេហើយបន្ទាប់ពីការដេញចាប់យ៉ាងខ្លាំងក្លាចុងក្រោយជានត្រូវបានចាប់ជាប់នៅក្នុងផ្លូវតូចចង្អៀតមួយអ៊ុនសូសម្លឹងមើលនាងដោយទឹកមុខត្រជាក់និងគ្មានអារម្មណ៍ក្នុងភ្នែករបស់នាងបង្ហាញពីការស្អប់ខ្ពើមយ៉ាងខ្លាំងដែលធ្វើឲ្យជនល្មើសអនីតិជនណាមើលឃើញក៏ត្រូវភ័យដែរជានបានឈប់រៀនតាំងពីថ្នាក់ទី10ឪពុកម្ដាយរបស់នាងរវល់រកស៊ីហើយមិនចង់ខាត់ពេលដូច្នេះបានចំណាយប្រាក់ច្រើនជួលមេធាវីការពីជានតាមរយៈរឿងនេះអាចឃើញថានៅពីក្រោយក្មេងអនីតិជនដែលដើរផ្លូវខុសភាគច្រើនតែងមានឪពុកម្ដាយដែលគ្មានទំនួលខុសត្រូវចំពោះសំណួរដ៏មុតមមរបស់អ៊ុនសូជាននៅតែធ្វើទឹកមុខគ្មានទោសហើយមិនព្រមនិយាយព្រោះមុននេះមេធាវីបានប្រាប់នាងឲ្យប្រាសិទ្ធិការពីដូច្នេះទោះឃើញប្រវត្តិការជេរក៏ដោយជាននៅតែស្ងៀមគ្មានជំរឿទៀតអ៊ុនសូក៏យកវីដេអូកាមេរ៉ាថ្ងៃកើតហេតុចេញមកហើយសួរថាហេតុអ្វីជានមានវត្តមាននៅកន្លែងកើតហេតុពេលនេះជានភ័យស្ទើរតែបាត់ស្មារតីដែលក្តាប់ជាប់ភ្នែករត់ចុះឡើងនាងឆ្លើយយឺតថាគ្រាន់តែជិះជណ្ដើរយន្តជាមួយសុងវូប៉ុណ្ណោះហើយថែមទាំងសួរវិញដោយធ្វើដូចគ្មានអ្វីថាបែបនេះក៏ជាបទល្មើសដែរមែនទេទោះជានមិនព្រមទទួលកំហុសក៏ដោយតែការពិតគឺនាងបាននៅកន្លែងកើតហេតុដូច្នេះអ៊ុនសូបានយកហេតុផលថាជានជាជនសង្ស័យសំខាន់ក្នុងសំណុំរឿងនេះហើយស្នើឲ្យប៉ូលីសឃុំខ្លួននាងជាបណ្ដោះអាសន្នតែមេធាវីរបស់ជានក៏ប្រើវិធីឆ្លើយតបយ៉ាងលឿនថ្ងៃបន្ទាប់នាងជួលមនុស្សឲ្យបង្វែរមតិសាធារណៈដើម្បីបង្ខូចតុលាការហើយក៏បញ្ចេញព័ត៌មានថា
ចៅក្រមអូនសូបានបង្ខំចាប់ខ្លួនអនិច្ចជនថែមទាំងចោទថានាងបានរំលោភនីតិវិធីស៊ើបអង្កេតធ្ងន់ធ្ងរហើយថានាងមានទស្សនៈអវិជ្ជមានចំពោះជនល្មើសអនិច្ចជនពេលដឹងរឿងនេះប្រធានចៅក្រមតុលាការអនិច្ចជនខឹងយ៉ាងខ្លាំងតែអូនសូមិនខ្លាចទេហើយថែមទាំងតបវិញយ៉ាងរឹងមាំយ៉ាងហោចណាស់តុលាការត្រូវតែបង្ហាញការពិតបាននេះមិនមែនជាកាតព្វកិច្ចរបស់អ្នកអនុវត្តច្បាប់ទេបើសិនបន្ទាប់ពីការកាត់ក្តីចប់ជនល្មើសអនិច្ចជនមិនអាចយល់ពីច្បាប់និងតម្លៃរបស់ច្បាប់វិញទេពេលនោះអ្នកអនុវត្តច្បាប់ដូចពួកគេត្រូវធ្វើអ្វីបើជនល្មើសអនិច្ចជនពេលធំឡើងកាន់តែអាក្រក់ហើយធ្វើឲ្យមនុស្សជាច្រើនរងគ្រោះតើអ្នកណាជាអ្នកទទួលខុសត្រូវអូនសូបញ្ជាក់ថាពួកគេត្រូវធ្វើឲ្យជនល្មើសអនិច្ចជនទាំងនេះដឹងថាច្បាប់គួរឲ្យខ្លាចប៉ុណ្ណាហើយត្រូវអប់រំពួកគេថាបើធ្វើឲ្យអ្នកដទៃរងគ្រោះពួកគេត្រូវបង់តម្លៃធ្ងន់ធ្ងរហើយបើពុកម្ដាយស្រឡាញ់កូនចង់ការពារកូននោះគ្រួសារត្រូវតែសហការជាមួយតុលាការអូនសូគិតថានេះហើយជាមូលហេតុដែលនាងឈរនៅទីនេះហើយនាងក៏សួរប្រធានចៅក្រមវិញថាក្នុងនាមជាចៅក្រមតើនាងបានធ្វើអ្វីខុសចំពោះសំណួរដ៏ត្រឹមត្រូវនិងមុតមមរបស់អូនសូប្រធានចៅក្រមបានត្រឹមតែស្ងៀមប៉ុណ្ណោះព្រោះគាត់ក៏ដឹងថាពាក្យរបស់អូនសូគឺត្រឹមត្រូវតែគាត់មិនចង់ឲ្យតុលាការរងការរិះគន់ហើយបាត់បង់កិត្តិយសហើយវានឹងប៉ះពាល់ដល់កិត្តិយសនៃប្រព័ន្ធយុត្តិធម៌ប៉ុន្តែភាពយុត្តិធម៌ស្ថិតនៅក្នុងចិត្តរបស់មនុស្សគ្រប់គ្នាកិត្តិយសមិនត្រូវបានកសាងឡើងត្រឹមតែដោយសារមិត្តនៅលើបណ្ដាញនោះទេតែអាស្រ័យលើការកាត់ក្តីនិងសេចក្តីសម្រេចយ៉ាងយុត្តិធម៌និងច្បាស់លាស់អូសូបានបញ្ជាក់ថានាងមិនដែលងាយអត់ទោសឲ្យជនល្មើសអនិច្ចជនណាម្នាក់ឡើយបន្ទាប់មកនាងហៅថេជូទៅជួបម្ដាយរបស់សុងអ៊ូប្រាប់ឲ្យគាត់ដឹងថានៅថ្ងៃកើតហេតុមានមនុស្សទី3នៅកន្លែងកើតហេតុប្រសិនបើគាត់អាចបញ្ចុះបញ្ចូលកូនប្រុសឲ្យសារភាពដោយស្ម័គ្រចិត្តគេប្រកាសជានឹងទទួលការបន្ធូរបន្ថយទោសគ្រាន់តែមើលមួយផ្លេតម្ដាយសុងអ៊ូក៏ស្គាល់ជន់ភ្លាមទោះបីជានាងមិនសូវជឿក៏ដោយប៉ុន្តែដើម្បីកូនប្រុសនាងនៅតែសម្រេចយល់ព្រមមិនយូរប៉ុន្មានក៏ដល់ថ្ងៃបើកសវនាការពិតណាស់សុងអ៊ូបានផ្លាស់ប្ដូរអាកប្បកិរិយាអួតអាងនិងក្រអឺតក្រទុំដោយការមុនទាំងស្រុងនៅមុខតុលាការសុងអ៊ូនិយាយថារឿងទាំងអស់នេះគឺគេបានទទួលការបញ្ជាពីជននៅថ្ងៃកើតហេតុជនបានចាប់ក្មេងប្រុសនោះមកផ្ទះរបស់គេហើយអ្នកដែលធ្វើសកម្មភាពសម្រាប់ជនរងគ្រោះគឺជនគេគ្រាន់តែផ្ដល់ទីកន្លែងសម្រាប់ធ្វើបទល្មើសប៉ុណ្ណោះលើសពីនេះមុនពេលរឿងអាក្រក់នោះកើតឡើងគេមិនបានដឹងអ្វីទាំងអស់រហូតឃើញជនសម្លាប់មនុស្សសុងអ៊ូភ័យខ្លាចយ៉ាងខ្លាំងមិនអាចជឿបានហើយជានាងថាឈួតគេមិនដឹងថាត្រូវធ្វើអ្វីទេប៉ុន្តែជនបាននិយាយថាពួកយើងទាំងពីរជាសហចារីពួកយើងទាំងពីរអាចរស់បន្តបានបន្ទាប់ពីគេសារភាពបែបនេះនៅតុលាការជនមិននឹកស្មានថាសុងអ៊ូនឹងក្បត់នាងឡើយប៉ុន្តែមេធាវីបានរៀបចំទុកសម្រាប់ស្ថានភាពនេះរួចហើយនាងនៅតែរក្សាសម្ដីដើមដដែលដោយអះអាងថាជនមានជំងឺបំផន់ខ្លាំងធ្ងន់សូម្បីតែវេជ្ជបណ្ឌិតព្យាបាលនាងក៏ឡើងតុលាការធ្វើសក្ខីកម្មនិយាយឲ្យច្បាស់ជាងនេះជំងឺបំផន់នេះក៏អាចហៅថាជំងឺបំផន់ថាត្រូវគេធ្វើបាបអ្នកជំងឺមិនអាចគ្រប់គ្រងពាក្យសម្ដីរបស់ខ្លួនបានទាំងស្រុងសូម្បីតែបញ្ហាតូចមួយក្នុងជីវិតក៏អាចធ្វើឲ្យជំងឺកើតឡើងបានមិនអាចគ្រប់គ្រងអារម្មណ៍កំហឹងហើយអាចធ្វើឲ្យអ្នកដទៃរងរបួសដូច្នេះមូលហេតុនៃការប្រព្រឹត្តបទល្មើសពិបាកបញ្ជាក់ណាស់បើនៅពេលប្រព្រឹត្តបទល្មើសជនស្ថិតក្នុងស្ថានភាពបំផន់នោះគ្មានវិធីណាអាចកាត់ទោសនាងបានទេប៉ុន្តែនៅមានចំណុចសង្ស័យសំខាន់មួយទៀតគឺជំងឺបំផន់របស់ជននិងជំងឺបែកបាក់អារម្មណ៍របស់សុងអ៊ូសុទ្ធតែមានលក្ខណៈដូចគ្នាមួយគឺពួកគេមិនអាចធ្វើសកម្មភាពកាត់សាកសពនិងសម្អាតកន្លែងកើតហេតុបានឡើយដូច្នេះនៅពេលនោះតើអ្នកណាជាអ្នកធ្វើរឿងទាំងនោះនៅពេលនោះជនស្រាប់តែហៅឈ្មោះសុងអ៊ូហើយនិយាយថាសុងអ៊ូជាអ្នកបញ្ជាឲ្យនាងធ្វើបែបនោះគេឈរនៅក្រៅបន្ទប់ទឹកបង្រៀននាងពីរបៀបកាត់សាកសពបង្រៀននាងដាក់ផ្នែកសាកសពចូលក្នុងថង់សម្រាមហើយឡើងទៅលើធុងទឹកលើដំបូលដើម្បីបោះចោលថង់សាកសពជននិយាយថាសុងអ៊ូបានគំរាមនាងឲ្យធ្វើបែបនេះសុងអ៊ូហើយស្រែកឡើងថាជនជាអ្នកធ្វើរឿងទាំងនោះដោយខ្លួនឯងនៅពេលនោះនាងបាននិយាយថានឹងមិនជាប់ក្នុងកាមេរ៉ាទេនាងកំពុងកុហករឿងទាំងអស់គឺនាងជាអ្នកធ្វើគេមិនបាននិយាយខុសទេប៉ុន្តែជននៅតែយំនិយាយថាសុងអ៊ូជាអ្នកឈរនៅខាងក្រៅបន្ទប់ទឹកហើយណែនាំនាងឲ្យធ្វើរឿងទាំងនោះជនបន្តជាសុងអ៊ូថាលាពណ៌ដាក់អ្នកដទៃអ្នកទាំងពីរបន្តទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកគ្មាននរណាម្នាក់ទទួលស្គាល់ឡើយពេលនោះម្ដាយជនរងគ្រោះស្រែកឡើងឲ្យអ្នកទាំងពីរបិទមាត់ទៅទឹកមុខរបស់នាងពោពេញដោយការឈឺចាប់ហើយសូមឲ្យអ្នកទាំងពីរកុំបន្តនិយាយទៀតមិនថាជាជំងឺបំផន់ថាត្រូវគេធ្វើបាបឬជាជំងឺបែកបាក់អារម្មណ៍ក៏ដោយសម្រាប់ឪពុកម្ដាយជនរងគ្រោះវាមិនសំខាន់ទេនាងដឹងតែថាកូនប្រុសរបស់នាងត្រូវមនុស្សចម្លែកបញ្ឆោតទៅផ្ទះហើយចុងក្រោយបានស្លាប់ក្នុងការឈឺចាប់និងអស់សង្ឃឹមដោយគ្មានម្ដាយនៅក្បែរគ្រាន់តែគិតដល់ចំណុចនេះម្ដាយនោះក៏មិនអាចទប់ការឈឺចាប់ក្នុងចិត្តបានទៀតនាងភ្លាមទាមទារដល់ចៅក្រមទាំងអស់និងប្រធានចៅក្រមនៅតុលាការទាមទារថាពួកគេមិនអាចឲ្យរឿងឈឺចាប់បែបនេះកើតឡើងម្ដងទៀតបានឡើយត្រូវតែដាក់ទោសជនល្មើសឲ្យបានធ្ងន់ធ្ងរពេញសវនាការស្ងប់ស្ងាត់គ្មានសម្លេងអ្វីទាំងអស់នៅសល់តែសម្លេងយំឈឺចាប់របស់ម្ដាយបន្ទាប់ពីពិភាក្សាជាមួយមិត្តរួមការងារប្រធានចៅក្រមនៅតែសម្រេចធ្វើតាមយោបល់របស់អូសូដោយកាត់ទោសជនឲ្យជាប់ពន្ធនាគារ20ឆ្នាំចំណែកសុងអ៊ូត្រូវបញ្ជូនទៅមណ្ឌលអប់រំកែប្រែអនីតិជនរយៈពេល2ឆ្នាំជនរហើយក៏ស្រែកឡើងទាមទារឲ្យតុលាការកាត់ក្តីឡើងវិញតើនាងអាចត្រូវជាប់គុក20ឆ្នាំបានយ៉ាងម៉េចនាងឈួតឡើងវាជាមនុស្សគ្រប់គ្នាហើយបង្ករឿងនៅក្នុងតុលាការចំណែកសុងអ៊ូវិញបន្ទាបក្បាលចុះដោយទឹកមុខពោពេញដោយការសោកស្ដាយមនុស្សគ្រប់គ្នាសុទ្ធតែដឹងថាក្មេងដូចជាជនមិនអាចអប់រំកែប្រែបានទៀតទេទោះបីដាក់គុក20ឆ្នាំក៏ដោយក្រោយចេញពីគុកប្រហែលនាងនៅតែបន្តក្លាយជាមនុស្សអាក្រក់ក្នុងសង្គមនេះក៏ជាផ្នែកមួយនៃភាពអស់សង្ឃឹមរបស់ច្បាប់ប៉ុន្តែយ៉ាងហោចណាស់តុលាការបានបំពេញតួនាទីរបស់ខ្លួនទោះមិនអាចផ្លាស់ប្ដូរធម្មជាតិរបស់ជនល្មើសអនីតិជនទាំងនេះបានក៏ដោយក៏មិនគួរទម្លាក់កំហុសទាំងអស់ទៅលើច្បាប់ទេបើពុកម្ដាយអប់រំកូនឲ្យបានល្អនោះសោកនាដកម្មបែបនេះក៏មិនកើតឡើងដែរប៉ុន្តែគ្រាន់តែមើលថារហូតដល់ថ្ងៃបើកសវនាការឪពុកម្ដាយរបស់ជននៅតែមិនបានបង្ហាញខ្លួនគ្រប់គ្នាក៏អាចមើលឃើញបានថាឪពុកម្ដាយនាងជាមនុស្សបែបណាបើឪពុកម្ដាយមិនព្យាយាមអប់រំកូនក៏មិនអាចផ្លាស់ប្ដូរបានដែរត្រឡប់ទៅមុនពេលរឿងនោះកើតឡើង
ជួនកំពុងអង្គុយម្នាក់ឯងស្រាប់តែមានក្មេងប្រុសម្នាក់មកប៉ាស្មានាងសុំខ្ចីទូរស័ព្ទនាងមួយផ្លេតក្មេងប្រុសនោះចង់ទូរស័ព្ទទៅម្ដាយរបស់គេហើយបន្ទាប់ពីគេហៅម្ដាយរួចទឹកមុខជួនស្រាប់តែប្រែប្រួលបន្តិចអាចសន្និដ្ឋានបានថាទំនាក់ទំនងរវាងនាងនិងម្ដាយមានអ្វីមិនប្រក្រតីប្រហែលជាតាំងពីពេលនោះក្នុងចិត្តរបស់ជួនបានកើតគំនិតអាក្រក់ឡើងរួចទៅហើយបន្ទាប់ពីសវនាការម្ដាយរបស់សុងអ៊ូបានមកជួបចៅក្រមថេជូហើយនិយាយថាគាត់បានសន្យារួចហើយគឺនឹងកាត់ទោសដោយបន្ធូរបន្ថយបើអ៊ីចឹងត្រូវដោះលែងកូនប្រុសរបស់នាងឲ្យមានសេរីភាពភ្លាមទៅជំនួសឲ្យអាកប្បកិរិយាក្រអឺតក្រទុំនិងបញ្ជីគេរបស់នាងចុងក្រោយអ៊ូសូទ្រមិនបានក៏ចេញមុខនិយាយឡើងថាការកាត់ទោសដែលផ្ដល់ឲ្យសុងអ៊ូគឺស្រាលណាស់ហើយបើនាងមិនពេញចិត្តនាងអាចប្តឹងឧទ្ធរណ៍បានដល់ពេលនោះនាងនឹងពិចារណាឲ្យមកចត់ថាតើគួរបន្ទាទោសសុងអ៊ូប៉ុន្មានឆ្នាំក្នុងពន្ធនាគារបន្ទាប់មកអ៊ូសូបាននិយាយទៅកាន់នាងថាមានពាក្យស្លោកមួយហៅថាការឈឺចាប់ដូចបេះដូងត្រូវហែកចេញវាសំដៅលើការឈឺចាប់របស់ឪពុកម្ដាយពេលបាត់បង់កូនកាលសុងអ៊ូអាយុ9ឆ្នាំនាងបានធ្វើអ្វីខ្លះសម្រាប់គេជនរងគ្រោះក្នុងករណីនេះក៏ទើបតែមានអាយុ9ឆ្នាំដែរម្ដាយរបស់ក្មេងនោះបានបាត់បង់កូនរបស់ខ្លួនជារៀងរហូតទាំងអស់នេះគឺដោយសារកូនប្រុសរបស់នាងពាក្យរបស់អ៊ូសូធ្វើឲ្យម្ដាយរបស់សុងអ៊ូរំជួលចិត្តយ៉ាងខ្លាំងរហូតដល់យប់ជ្រៅពេលត្រឡប់ទៅផ្ទះឃើញស្នាមខូចនៅលើឥដ្ឋនាងទើបយល់ពីការឈឺចាប់នោះអំពើក្រិតដែលបានកើតឡើងមិនអាចលុបបំបាត់បានឡើយឥឡូវនេះទោះសោកស្ដាយក៏យឺតពេលហើយសំណុំរឿងសម្លាប់បំបែកសាកសពដែលធ្វើឲ្យប្រទេសទាំងមូលភ្ញាក់ផ្អើលទោះបីបានបិទបញ្ចប់នៅទីនេះក៏ដោយតែវាមិនមានន័យថាអ្វីបានចប់ទាំងស្រុងទេក្មេងជំទង់ឧក្រិដ្ឋជនទាំងនោះតើពិតជាសោកស្ដាយចំពោះអំពើរបស់ខ្លួនមែនឬទេតើពួកគេនឹងបន្តប្រព្រឹត្តបទល្មើសម្ដងទៀតក្នុងពេលកែប្រែខ្លួនឬអត់រឿងនេះគ្មាននរណាម្នាក់អាចធានាបានទេថ្ងៃបន្ទាប់តុលាការទទួលបានទូរស័ព្ទប្តឹងមួយដោយមិននឹកស្មានតាក់ទងនឹងមណ្ឌលកែប្រែកុមារវ័យជំទង់ថានាយកត្រូវបានសង្ស័យថាកឹបកេងប្រាក់ជំនួយនិងធ្វើបាបកុមារនៅទីនោះបន្ទាប់ពីទទួលដំណឹងនេះអ៊ូសូនិងថេជូបានទៅមណ្ឌលកែប្រែភ្លាមដើម្បីស៊ើបអង្កេតពួកគេបានសួរសំណួរទៅកាន់ក្មេងស្រីម្នាក់ហើយលទ្ធផលធ្វើឲ្យអ្នកទាំងពីរភ្ញាក់ផ្អើលយ៉ាងខ្លាំងម្នាក់ក្នុងចំណោមពួកនាងសុទ្ធតែរងការធ្វើបាបក្នុងកម្រិតខុសគ្នាឧទាហរណ៍ពេលបរិភោគអាហារនាយកនឹងឲ្យពួកនាងញ៉ាំបាយឆ្អិនខូចខណៈដែលនាងចំអិនបាយថ្មីឲ្យកូនស្រីរបស់ខ្លួនបើមាននរណាម្នាក់មិនព្រមញ៉ាំនាងនឹងយកចានបាយបោះចោលលើដីហើយស្ដីថាមនុស្សដូចពួកឯងនៅផ្ទះសំបីតែបាយក៏គ្មានញ៉ាំផងនៅតែហ៊ានរើសអាហារទៀតបន្ទាប់មកនាងមិនឲ្យពួកគេញ៉ាំបាយទៀតឡើយក្មេងស្រីទាំងនោះបានតែបន្ទាបខ្លួនសុំទោសនាងសន្យាថានឹងនិយាយឲ្យគួរសមជាងមុនហើយអង្វរឲ្យនាងអនុញ្ញាតឲ្យពួកគេញ៉ាំបាយតែនាងវិញបែរជាសួរថាមិនមែនឆ្អែតហើយទេបើឆ្អែតហើយចូលបន្ទប់ទៅសម្រាកទៅក្មេងស្រីនោះបន្តយំសុំទោសតែបែរជាត្រូវស្ដីបន្ទោសថែមទៀតគ្រាន់តែហ៊ានតវ៉ាពួកគេក៏នឹងត្រូវទទួលទណ្ឌកម្មភ្លាមវីមួយដល់ចិត្តស្លាប់សូម្បីតែក្មេងស្រីម្នាក់ក៏ត្រូវវីបាក់ឆ្អឹងរហូតត្រូវចូលមន្ទីរពេទ្យហើយមកដល់ពេលនេះនៅតែដេកលើគ្រែពេទ្យនៅឡើយទោះបីក្មេងជំទង់ឧក្រិដ្ឋជនទាំងនេះត្រូវបាននាំមកទីនេះដើម្បីកែប្រែតែការធ្វើដល់កម្រិតនេះវាហួសហេតុពេកហើយអ៊ុនសូនិងថេជូបានចាប់ផ្ដើមស៊ើបអង្កេតសៀវភៅកណេរបស់មណ្ឌលកែប្រែពេញមួយយប់ហើយឆាប់ក៏រកឃើញភស្តុតាងថានាយកបានកឹបកេងប្រាក់ជំនួយថ្ងៃបន្ទាប់ពួកគេបានហៅនាងមកសាកសួរតែអ្វីដែលមិននឹកស្មានគឺនាងបានរៀបរាប់រឿងមួយដែលផ្ទុយស្រឡះពីសក្ខីកម្មរបស់ក្មេងជំទង់ទាំងនោះអស់រយៈពេលមកនេះនាងតែងតែយកចិត្តទុកដាក់មើលថែពួកគេប៉ុន្តែក្មេងស្រីទាំងនោះមិនដែលពេញចិត្តទេពួកគេទាមទារថាចង់ជួបបារីសូម្បីតែពេលកំពុងញ៉ាំបាយបន្ទាប់ពីនាយកបដិសេធសំណើមិនសមរម្យនោះពួកគេក៏ចាប់ផ្ដើមជេរនាងហើយវាបំផ្លាញចានចង្កឹះលើតុនាងបានសួរពួកគេថាតើពួកគេចង់ធ្វើអ្វីហើយមិនចេះគោរពអាហារទេពេលនោះក្មេងស្រីម្នាក់ក៏តបវិញភ្លាមថានាងចង់និយាយថាពួកគេនៅផ្ទះសូម្បីតែបាយក៏គ្មានញ៉ាំមែនទេឥឡូវនេះនៅតែហ៊ានរើសអាហារទៀតឬនាយកបានប្រាប់ឲ្យពួកគេកុំមើលនាងបែបនោះព្រោះការអត់ធ្មត់របស់នាងក៏មានកម្រិតដែរបន្ទាប់មកក្មេងស្រីនោះប្រកាសថានាងមិនញ៉ាំបាយទេហើយទាត់កៅអីចោលដើរចេញនាយកក៏ស្ដីថាបើមិនញ៉ាំកុំញ៉ាំទៅនាងគ្មានសិទ្ធិញ៉ាំបាយទេពេលនោះគីមអាកូនស្រីរបស់នាយកក៏ឈរឡើងនិយាយថាព្រឹកព្រលឹមសោះមកបង្ករឿងអីទៀតក្មេងស្រីទាំងនោះក៏យកពាក្យរបស់គីមអាមកចំអកវិញហើយសើចចំអកយ៉ាងខ្លាំងនាយកក៏មិនហ៊ានធ្វើអ្វីពួកគេចុងក្រោយនាងបានត្រឹមស្ងៀមស្ងាត់សម្អាតភាពរញ៉េញ៉ៃលើឥដ្ឋចំណែករឿងឲ្យពួកគេទៅធ្វើការងារផ្ទះឲ្យអ្នកភូមិតាមពិតវាក៏មានមូលហេតុរបស់វាដែរនៅពេលសាងសង់មណ្ឌលកែប្រែនេះដំបូងប្រជាជនក្នុងតំបន់បានប្រឆាំងយ៉ាងខ្លាំងព្រោះពួកគេគិតថាក្មេងជំទង់ឧក្រិដ្ឋជនមិនគួរតែរស់នៅក្បែរតំបន់របស់ពួកគេឡើយដូច្នេះដើម្បីសម្របសម្រួលទំនាក់ទំនងជាមួយអ្នកភូមិនាយកបាននាំពួកគេទៅផ្ទះអ្នកភូមិដោយផ្ទាល់ដើម្បីជួយធ្វើការងារហើយថែមទាំងរៀបចំសកម្មភាពជាក្រុមក្នុងគោលបំណងផ្លាស់ប្ដូរអាកប្បកិរិយាវិជ្ជមានរបស់មនុស្សគ្រប់គ្នាប៉ុន្តែដោយពាក្យថានិស័យពិបាកកែពួកគេនៅតែបង្កក្រុមនិងរួមគ្នាធ្វើបាបអ្នកដែលព្យាយាមកែប្រែខ្លួនសូម្បីតែសាហាវដល់ថ្នាក់វិបាកជាងគេដើម្បីបញ្ជាក់ថាសក្ខីកម្មរបស់នាយកពិតឬអត់អ៊ុនសូបានឲ្យក្មេងស្រីទាំងនោះចូលការិយាល័យហើយទូរស័ព្ទទៅមន្ទីរពេទ្យចុងក្រោយការពិតក៏ត្រូវបានបង្ហាញច្បាស់ពិតណាស់ភាពល្អមិនអាចបំលែងអំពើអាក្រក់បានទេចំពោះក្មេងជំទង់ឧក្រិដ្ឋបែបនេះត្រូវតែដាក់ទណ្ឌកម្មយ៉ាងតឹងរឹងដើម្បីឲ្យពួកគេខ្លាចច្បាប់ពីក្នុងចិត្តពិតបន្ទាប់មកអ៊ុនសូបានទៅមន្ទីរពេទ្យសួរសុខទុក្ខក្មេងស្រីដែលរងរបួសនៅពេលនោះទើបនាងដឹងថានាយកកឹបកេងប្រាក់ជំនួយមិនមែនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទេតែដើម្បីបង់ថ្លៃព្យាបាលឲ្យក្មេងស្រីនោះនាងគិតវិជ្ជមានពេកចំពោះក្មេងជំទង់ឧក្រិដ្ឋព្រោះបើការពិតនេះត្រូវបានបង្ហាញពួកគេនឹងត្រូវទទួលទោសតាមច្បាប់ម្ដងទៀតដូច្នេះនាយកបានសម្រេចកឹបកេងប្រាក់សាធារណៈដោយសម្ងាត់ក្មេងស្រីនោះនិយាយថាបន្ទាប់ពីចេញពីមន្ទីរពេទ្យនាងនឹងខិតខំធ្វើការដើម្បីសងប្រាក់នេះវិញហើយសូមអង្វរអ៊ុនសូកុំបិទមណ្ឌលកែប្រែនេះឡើយព្រោះនាងពិតជាចាត់ទុកទីនេះជាផ្ទះរបស់ខ្លួនហើយក៏ចាត់ទុកនាយកដូចជាម្ដាយរបស់ខ្លួនដែរព្រោះក្រោយមកទីនេះនាងទើបបានស្គាល់អារម្មណ៍នៃការត្រូវបានស្រឡាញ់នាងសម្រេចថាត្រូវតែរស់នៅឲ្យបានល្អហើយក៏បានកំណត់គោលដៅថ្មីសម្រាប់ជីវិតរបស់ខ្លួននាងចង់សងគុណនាយកបន្ទាប់ពីដឹងថាខ្លួនយល់ច្រឡំនាងអ៊ុនសូក៏បើកឡានទៅមណ្ឌលកែប្រែភ្លាមនៅកណ្ដាលយប់ប៉ុន្តែអ្វីដែលនាងឃើញមានតែភាពរញ៉េញ៉ៃពេញកន្លែងមើលទៅដូចជាទើបតែមានការវាយតប់កើតឡើងនៅទីនោះលើសពីនេះក្មេងជំទង់ឧក្រិដ្ឋទាំងនោះនិងនាយកក៏បាត់ដំណឹងទាំងអស់នៅសល់តែគីមអាកូនស្រីរបស់នាយកនៅទីនោះប៉ុណ្ណោះអ៊ុនសូបានសួរនាងថាតើមានរឿងអ្វីកើតឡើងគីមអានិយាយថាម្ដាយរបស់នាងទើបតែត្រូវឡានសង្គ្រោះបន្ទាន់ដឹកចេញទៅអ៊ុនសូស្ដាប់ហើយស្ទើរមិនជឿនឹងត្រចៀកខ្លួនឯងតាមហេតុគឺពេលដឹងថាមណ្ឌលកែប្រែចិត្តត្រូវបិទនាយកបានរន្ធត់ចិត្តខ្លាំងរហូតដួលសន្លប់ភ្លាមរឿងនេះធ្វើឲ្យគីមអារំភើបខ្លាំងណាស់នាងគិតថាម្ដាយរបស់នាងត្រូវក្មេងជំទង់ឧក្រិដ្ឋទាំងនោះធ្វើបាបទើបខ្លាយជាបែបនេះសូម្បីតែនាងក៏គិតថាការមិនអាចជួបឪពុករបស់ខ្លួនក៏ដោយសារពួកគេ
ដែរម្ដាយរបស់នាងតែងប្រាប់ថាឪពុករបស់នាងត្រូវបញ្ជូនទៅធ្វើការនៅក្រៅប្រទេសហើយមិនអាចត្រឡប់មកវិញបានតែការពិតនោះគ្រាន់តែជាការកុហកប៉ុណ្ណោះព្រោះឪពុកម្ដាយរបស់នាងបានលែងលះគ្នាយូរហើយគ្រាន់តែដោយសារកន្លែងនេះម្ដាយរបស់នាងមិនព្រមបោះបង់ឡើយដោយសារមណ្ឌលកែប្រែដ៏គ្មានន័យនេះអ្វីទាំងអស់សុទ្ធតែដោយសារក្មេងស្រីអាក្រក់ទាំងនោះពី3ថ្ងៃមុនប្អូនស្រីរបស់គីមអាឈឺពោះខ្លាំងណាស់រហូតត្រូវបញ្ជូនទៅមន្ទីរពេទ្យតែចុងក្រោយម្ដាយរបស់នាងក៏មិនបានទៅទទួលនាងដែរទោះបីកូនស្រីបង្កើតរបស់ខ្លួនកំពុងដេកក្នុងបន្ទប់ពេទ្យក៏ដោយសម្រាប់នាងការឲ្យក្មេងស្រីអាក្រក់ទាំងនោះបានញ៉ាំឆ្អែតសំខាន់ជាងរាល់ដងនាងតែងដាក់អ្នកដទៃសំខាន់ជាងកូនខ្លួនឯងនៅពេលនោះអូនសូទើបដឹងការពិតទូរស័ព្ទដឹងនោះមិនមែនមកពីក្មេងជំទង់ឧក្រិដ្ឋទាំងនោះទេតែជាគីមអាជាអ្នកហៅទៅវិញនាងចង់ប្រើរឿងនេះជាលេសដើម្បីបិទមណ្ឌលកែប្រែនេះសំណាងល្អនាយកមិនមានបញ្ហាអ្វីធ្ងន់ធ្ងរទេតែក្មេងជំទង់ឧក្រិដ្ឋទាំងនោះបានឆ្លៀតឱកាសរត់គេចជាមួយគ្នាពេលគ្មានអ្វីចង់ក្រងពួកគេទៀតគ្រាប់ពូជនៃអំពើអាក្រក់ដែលលាក់ក្នុងចិត្តពួកគេក៏ចិត្តផ្ទុះឡើងមនុស្សគ្រប់គ្នាបានប្រញាប់ទៅប៉ុស្តិ៍ប៉ូលីសជិតខាងដើម្បីរាយការណ៍បន្ទាប់មកពួកគេបែងចែកជាក្រុមដើម្បីស្វែងរកដានរបស់ពួកគេតែមិននឹកស្មានថានៅពេលនោះក្មេងស្រីម្នាក់បានតាក់ទងមកពួកគេដោយខ្លួនឯងនាងគឺជាម្នាក់ក្នុងចំណោមក្មេងជំទង់ឧក្រិដ្ឋដែលរត់គេចនាងនិយាយថាក្មេងស្រីម្នាក់ឈ្មោះជីងណាបានបង្ខំឲ្យក្មេងស្រីទាំងអស់លួចខ្លួននៅផ្ទះសំណាក់ដើម្បីរកលុយតែខណៈពេលកំពុងនិយាយទូរស័ព្ទជីងណាស្រាប់តែលេចមកចាប់នាងភ្លាមពេលទទួលបានព័ត៌មាននេះក្រុមរបស់អ៊ុនសូក៏ចាប់ផ្ដើមប្រតិបត្តិការភ្លាមប៉ុន្តែពេលនោះក្មេងស្រីនោះត្រូវបានចាក់សោនៅក្នុងបន្ទប់ជួលរួចទៅហើយជីងណាក៏ឈរយាមនៅខាងក្រោមផងដែរក្មេងស្រីនោះចង់ឆ្លៀតឱកាសរត់គេចតែមិននឹកស្មានថាមានបុរសម្នាក់ស្រាប់តែចូលមកក្នុងបន្ទប់ដោយមិននិយាយអ្វីគេបានយកខ្សែច្រវាក់ចាក់សោទ្វារភ្លាមក្មេងស្រីនោះសួរគេថាតើគេចង់ធ្វើអ្វីហេតុអ្វីត្រូវចាក់សោទ្វារបុរសនោះបង្វិលខ្លួនវិញហើយនិយាយយ៉ាងស្ងប់ស្ងាត់ថាសម័យនេះមានមនុស្សច្រើនណាស់យកលុយហើយរត់បាត់តែមិននឹកស្មានថានាងភ័យខ្លាចរហូតស្ទើរតែស្រែកឡើងព្រោះនៅក្នុងកាបូបស្ពីនោះមានតែរបស់អាហារប៉ុណ្ណោះគ្មានអ្វីផ្សេងទៀតទេសូម្បីតែកាបូបលុយក៏គ្មានប្រាក់សំបីមួយរៀលក្មេងស្រីនោះគ្មានជំរឿក៏ព្យាយាមបើកទូរស័ព្ទរបស់បុរសនោះដើម្បីហៅប៉ូលីសតែពេលនោះសំឡេងទឹកស្រាប់តែឈប់ហើយក្មេងស្រីក៏ត្រូវបុរសនោះធ្វើបាបបុរសនោះគិតថានាងកំពុងចង់បោកខ្លួនគេវាយនាងមិនឈប់ហើយជឿថានាងចង់បោកយកលុយគេសំណាងល្អពេលនោះអ៊ុនសូបាននាំប៉ូលីសមកឆែកកន្លែងនេះពួកគេបានត្រួតពិនិត្យបន្ទប់មួយជាបន្តបន្ទាប់នៅក្នុងបន្ទប់ក្មេងស្រីនោះបានបំបែកដបស្រាហើយគំរាមថានាងនឹងសម្លាប់ខ្លួនប្រសិនបើគេហ៊ានដើរមកមួយជំហានទៀតនាងនិយាយថាបើគេសម្លាប់ខ្លួនគេនឹងត្រូវជាប់គុកតែបុរសនោះមិនភ័យសំបីតែបន្តិចគេគិតថានាងគ្រាន់តែបោកបញ្ឆោតខ្លួនប៉ុណ្ណោះហើយថាបើហ៊ានធ្វើមកធ្វើទៅពេលនោះស្រាប់តែមានសំឡេងមួយពីខាងក្រៅទ្វារប៉ូលីសកំពុងត្រួតពិនិត្យសុំសហការជាមួយប៉ូលីសក្មេងស្រីនោះស្ដាប់ហើយស្រែកសុំជំនួយភ្លាមឃើញថាអំពើអាក្រក់របស់ខ្លួនចិត្តត្រូវបែកការបុរសនោះខឹងខ្លាំងហើយព្យាយាមច្របាច់កនាងនៅក្នុងពេលគ្រោះថ្នាក់បំផុតប៉ូលីសនៅខាងក្រៅបានឮសំឡេងចម្លែកក្នុងបន្ទប់ហើយទម្លាក់ទ្វារចូលមកទាន់ពេលបុរសនោះព្យាយាមលោតតាមបង្អួចដើម្បីរត់គេចតែចុងក្រោយក៏ត្រូវប៉ូលីសចាប់បានភ្លាមចុងក្រោយក្មេងស្រីផ្សេងទាំងអស់ក៏ត្រូវបានរកឃើញនិងនាំត្រឡប់មកវិញប៉ុន្តែជាងណាបែរជាបាត់ខ្លួនបន្ទាប់ពីសួរចម្លើយក្មេងស្រីទាំងនោះប៉ូលីសទើបដឹងថាគីមអាដឹងថាជាងណាមានចិត្តស្រឡាញ់ម្ដាយខ្លាំងដូច្នេះយប់នោះនាងបាននិយាយជាមួយជាងណាហើយក៏ហុកថាម្ដាយរបស់នាងកំពុងឈឺធ្ងន់អ៊ុនសូនិងនាយកក៏ប្រញាប់ទៅផ្ទះម្ដាយរបស់ជាងណាពិតប្រាកដណាស់ពួកគេបានឃើញជាងណាអង្គុយលើជណ្ដើរមុខរបស់នាងពោពេញទៅដោយស្នាមរបួសមើលទៅស្ថានភាពមិនល្អសោះដើមហេតុគឺយប់មិញនាងពិតជាមកកកម្ដាយរបស់ខ្លួនមែនតែម្ដាយនាងមិនបានឈឺធ្ងន់អ្វីឡើយផ្ទុយទៅវិញនាងមានស្នេហាថ្មីហើយថែមទាំងស្អប់ជាងណាខ្លាំងទៀតទោះបីជាងណាជាកូនបង្កើតរបស់នាងក៏ដោយតាំងពីតូចជាងណារស់នៅក្នុងគ្រួសារបែកបាក់ហើយម្ដាយរបស់នាងក៏បោះបង់នាងតាំងពីតូចហេតុនេះហើយទើបជាងណាខ្វះភាពកក់ក្ដៅពីគ្រួសារខ្លាំងណាស់នាងតែងច្រណែនក្មេងដែលធំឡើងក្រោមការថែទាំពីឪពុកម្ដាយអាកប្បកិរិយារបស់ម្ដាយធ្វើឲ្យនាងមិនអាចទប់អារម្មណ៍បានសេចក្ដីស្រឡាញ់បានប្រែក្លាយទៅជាការស្អប់នាងវាយទ្វារយ៉ាងខ្លាំងហើយម្ដាយឲ្យចេញមកបុរសម្នាក់បានបើកទ្វារហើយសួរថានាងជានរណាជាងណាព្យាយាមសម្រុកចូលទៅក្នុងផ្ទះតែត្រូវបុរសនោះរារាំងគេថែមទាំងជេរនាងថាជាមនុស្សឆ្កួតម្ដាយរបស់នាងមើលឃើញកូនស្រីខ្លួនត្រូវគេវាយតែបែរជាមិននិយាយអ្វីសោះថែមទាំងធ្វើដូចមិនឃើញទៀតខ្លួនឯងក្មេងស្រីទាំងនោះហើយសូម្បីតែគីមអាក៏ដូចគ្នាដែរតាមពិតគោលបំណងរបស់ពួកគេសាមញ្ញណាស់ពួកគេគ្រាន់តែចង់តាក់ទាញការយកចិត្តទុកដាក់ពីមនុស្សធំប៉ុណ្ណោះចង់ឲ្យមនុស្សធំដឹងពីការជិះចាប់របស់ខ្លួនសង្ឃឹមថាមនុស្សធំនឹងមិនប្រងើយកន្តើយចំពោះពួកគេទៀតតែចុងក្រោយលទ្ធផលមិនបានដូចដែលពួកគេចង់បានឡើយជាក់ស្ដែងអំពើក្រិតភិក្ខច្រើនតែងតែចាប់ផ្ដើមពីបរិយាកាសគ្រួសារតុលាការឬមណ្ឌលកែប្រែគ្រាន់តែមានតួនាទីជួយគាំទ្រប៉ុណ្ណោះមូលហេតុធំបំផុតដែលធ្វើឲ្យក្មេងជំទង់ប្រព្រឹត្តបទល្មើសនៅតែជាការខ្វះក្ដីស្រឡាញ់ពីគ្រួសារហើយបញ្ហានេះប្រហែលជាមិនអាចដោះស្រាយបានទាំងស្រុងឡើយមនុស្សធំខ្លះបរាជ័យពេញមួយជីវិតតែបែរជាមានសិទ្ធិដាច់ខាតលើកូនរបស់ខ្លួនដូច្នេះមានមនុស្សធំជាច្រើនដែលមិនចេះស្រឡាញ់អ្នកដទៃឡើយអ៊ុនសូសង្ឃឹមថានាយកនឹងយកមេរៀនពីរឿងនេះគំរងចាំរហូតដល់កូនស្រីខ្លួនខ្លាយជាឧក្រិដ្ឋជនវ័យជំទង់ហើយទើបសោកស្ដាយក្រោយពីជាសេសបាយនាយកក៏ត្រឡប់មកជួបកូនស្រីវិញនាងហៅឈ្មោះកូនហើយដើរចូលទៅអបកូនយ៉ាងកក់ក្ដៅម៉ាក់ហត់ណាស់អនុញ្ញាតឲ្យម៉ាក់អបបំដងបានទេកូនស្រីញឹមដោយក្ដីសុខប៉ុន្តែនៅតែធ្វើមុខខឹងបន្តិចទីបំផុតម្ដាយនិងកូនបានយល់ចិត្តគ្នាវិញហើយចំណងស្នេហាម្ដាយកូនក៏កាន់តែរឹងមាំចំណែកខាងតុលាការកុមារបន្ទាប់ពីការពិភាក្សាក្នុងម៉ោងសម្រាកពួកគេសម្រេចថានឹងបន្តបើកមណ្ឌលកែប្រែដែរប៉ុន្តែករណីធ្វើបាបជាក្រុមនិងករណីរបស់ជាងណាមិនអាចមើលរំលងបានទេថ្ងៃបន្ទាប់ក្មេងជំទង់ឧក្រិដ្ឋទាំងនោះត្រូវបានប្រមូលផ្ដុំដើម្បីស្ដាប់សាលក្រមម្នាក់ត្រូវបានបញ្ជូនទៅមណ្ឌលកែប្រែដែលតឹងរឹងជាងមុនហើយលើកនេះឪពុកម្ដាយរបស់ពួកគេក៏ត្រូវទទួលការអប់រំជាមួយផងដែរជាពិសេសឪពុកម្ដាយរបស់ជាងណាអាណាព្យាបាលទាំងអស់សុទ្ធតែបន្ទាបក្បាលអង្គុយនៅខាងក្រោយមើលទៅពោពេញដោយភាពអាម៉ាស់តែតើពួកគេខ្មាស់ដោយសារកូនខ្លួនឯងឬខ្មាស់ព្រោះខ្លួនមិនបានអប់រំកូនឲ្យល្អទោះវាពិបាកទីតែពីរបៀបដែលពួកគេអង្គុយក្នុងតុលាការ
ប្រហែលជាភាគច្រើនមិនស្គាល់ពាក្យថាអាម៉ាស់ទេដូច្នេះសាលក្រមក៏ត្រូវបានប្រកាសក្នុងពេលតែមួយប្រធានតុលាការបានហៅចៅក្រមធំនៃផ្នែកកុមារឲ្យទៅកាន់ការិយាល័យដើមហេតុគឺថ្មីនេះមានករណីបែកធ្លាយសំណួរប្រឡងនៅវិទ្យាល័យមួយហើយសិស្សនៅសាលានោះសុទ្ធតែជាកូនអ្នកមានឥទ្ធិពលនិងជាក្រុមឥស្សរជនក្នុងចំណោមពួកគេមានកូនរបស់អ្នកនយោបាយធំផងដែរនេះជាករណីធំនិងស្មុគស្មាញខ្លាំងប្រធានតុលាការសម្រេចប្រគល់សិទ្ធិពេញលេញឲ្យចៅក្រមធំគ្រប់គ្រងចៅក្រមធំក៏ទទួលយកព្រមបន្ទាប់ពីបញ្ចប់សំណុំរឿងនេះគាត់នឹងលាលែងពីតំណែងដើម្បីចូលប្រឡូកក្នុងនយោបាយព្រោះគាត់តែងមានក្តីសុបិនចង់កែប្រែច្បាប់សម្រាប់ក្មេងជំទង់ឧក្រិដ្ឋហើយការធ្វើរឿងនេះអាចទៅរួចបានតែបើគាត់ក្លាយជាតំណាងរាស្ត្រហើយសំណុំរឿងនេះក៏នឹងក្លាយជាករណីចុងក្រោយរបស់គាត់ចៅក្រមធំមានទំនុកចិត្តយ៉ាងខ្លាំងគាត់ស្រាប់តែទទួលទូរស័ព្ទពីប៉ូលីសកូនប្រុសរបស់គាត់ភ័យខ្លាចរហូតមិនហ៊ានបើកទ្វារទើបដឹងថាកូនប្រុសរបស់គាត់ក៏ពាក់ព័ន្ធក្នុងករណីបែកធ្លាយសំណួរប្រឡងដែរពេលនឹកឃើញពាក្យដែលខ្លួនបានសន្យាជាមួយប្រធានតុលាការចៅក្រមធំក៏ខឹងយ៉ាងខ្លាំងហើយប្រញាប់ត្រឡប់ទៅផ្ទះសំណាងល្អប៉ូលីសមិនបានមកដោយសារករណីបែកធ្លាយសំណួរទេពួកគេមកស៊ើបអង្កេតករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលទើបកើតឡើងចៅក្រមធំខឹងខ្លាំងរហូតវាបំផ្លាញរបស់របរនៅក្នុងផ្ទះច្បាស់ណាស់មុននេះគាត់បានហាមប្រពន្ធនិងកូនមិនឲ្យចូលរួមក្នុងរឿងនោះហើយម្ដាយក៏អះអាងថាកូនប្រុសគ្រាន់តែចូលរួមម្ដងប៉ុណ្ណោះហើយក្រោយមកក៏មិនពាក់ព័ន្ធទៀតទេលើសពីនេះក៏មានមនុស្សជាច្រើនផ្សេងទៀតពាក់ព័ន្ធដែរមានតែនាយកសាលាប៉ុណ្ណោះដែលដឹងបញ្ជីឈ្មោះទាំងអស់បើមនុស្សជាច្រើនល្មើបែបនេះប្រហែលមិនអីទេប៉ុន្តែពេលនេះសង្គមទាំងមូលកំពុងសម្លឹងមកលើករណីនេះចៅក្រមធំដឹងច្បាស់ថារឿងនេះមិនសាមញ្ញទេបើបែកការមិនត្រឹមតែអនាគតរបស់កូនប្រុសទេសូម្បីអាជីពរបស់គាត់ក៏នឹងបញ្ចប់ដែរគាត់ខឹងហើយសួរកូនថាមុននេះគាត់បានព្រមានហើយថារឿងនេះគ្រោះថ្នាក់ខ្លាំងនឹងហាមមិនឲ្យចូលរួមតែហេតុអ្វីក៏នៅតែធ្វើផ្ទុយពីពាក្យគាត់មានអារម្មណ៍អស់សង្ឃឹមខ្លាំងដូចជាមិនអាចសង្គ្រោះស្ថានភាពបានទៀតខណៈពេលនោះម្ដាយទើបដឹងថារឿងនេះធ្ងន់ធ្ងរប៉ុណ្ណានាងចាប់ផ្ដើមស្រែកយំដោយការឈឺចាប់ព្រោះនាងមានអារម្មណ៍ថាខ្លួនបានបំផ្លាញអនាគតប្តីនិងកូនប្រុសថ្ងៃបន្ទាប់ករណីបែកធ្លាយសំណួរប្រឡងត្រូវបានចុះផ្សាយពេញព័ត៌មានការចូលប្រឡូកនយោបាយរបស់ចៅក្រមធំក៏ត្រូវបានប្រកាសផងដែរប៉ុន្តែស៊ីនឌូមិនចង់ឲ្យកិត្តិយសរបស់ឪពុកខូចឡើយដូច្នេះគេបានទៅប៉ុស្តិ៍ប៉ូលីសដើម្បីសារភាពយប់ជ្រៅបន្ទាប់ពីចៅក្រមធំទៅញ៉ាំអាហារជាមួយសមាជិកសភាគាត់ស្រាប់តែទទួលទូរស័ព្ទពីប៉ូលីសទើបដឹងថាពេលស៊ីនឌូកំពុងឆ្លងផ្លូវគេបានជួបគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ធ្ងរហើយកំពុងសង្គ្រោះបន្ទាន់មើលកូនប្រុសដេកសន្លប់មិនដឹងខ្លួននិងប្រពន្ធដែលកំពុងយំសោកនៅក្បែរចៅក្រមធំស្រាប់តែមានអារម្មណ៍ទេខ្លាំងណាស់គាត់នឹកឃើញពេលមុនដែលធ្លាប់ស្ដីបន្ទោសកូនគាត់ធ្លាប់ប្រាប់ថាបើចង់ស្លាប់ក៏ស្លាប់ម្នាក់ឯងទៅកុំទាញអ្នកដទៃចូលរួមប្រពន្ធរបស់គាត់និយាយថារឿងទាំងអស់នេះគឺជាកំហុសរបស់គាត់តាមពិតចៅក្រមធំតែងតែយកស៊ីនឌូទៅប្រៀបធៀបជាមួយកូនប្រុសទី2គាត់ស្ដីថាស៊ីនឌូខ្សោយពេកជាកូនចៅក្រមតែបែរជាជាប់ចំណាត់ថ្នាក់ចុងក្រោយជានិច្ចរឿងនេះធ្វើឲ្យគាត់មានអារម្មណ៍អាម៉ាស់ខ្លាំងហេតុនេះហើយស៊ីនឌូតែងមានសម្ពាធខ្លាំងព្រោះចង់ឲ្យពុកទទួលស្គាល់ខ្លួនរាល់ថ្ងៃគេខិតខំរៀនយ៉ាងខ្លាំងតែលទ្ធផលវិញមិនបានប្រសើរឡើយនៅពេលនោះសាលាបានដឹងថាគេជាកូនចៅក្រមហើយបានអញ្ជើញគេចូលរួមក្នុងករណីបែកធ្លាយសំណួរនេះហើយជាកំហុសតែមួយគត់ដែលគេបានធ្វើតែចាប់តាំងពីថ្ងៃនោះមកស៊ីនឌូមានអារម្មណ៍អាម៉ាស់ខ្លាំងដូច្នេះគេបានដកខ្លួនចេញហើយមិនចូលរួមទៀតឡើយតាមពិតទៅគេក៏ជាក្មេងល្អម្នាក់ដែរតែរឿងទាំងនេះចៅក្រមធំមិនដែលយល់ពីគេឡើយទីបំផុតគាត់ក៏ដឹងពីកំហុសរបស់ខ្លួនបន្ទាប់មកគាត់បានទៅជួបសមាជិកសភាហើយសូមដកខ្លួនចេញពីការបោះឆ្នោតតែគាត់ត្រូវបានបដិសេធព្រោះសម្រាប់អ្នកនយោបាយកូរ៉េរឿងបែបនេះគឺជារឿងធម្មតាណាស់លើសពីនេះបើគាត់ដកខ្លួនពេលនេះប្រព័ន្ធផ្សព្វផ្សាយនឹងតាមជាប់មិនលែងហើយបន្ទាប់មកចៅក្រមប្រព័ន្ធផ្សព្វផ្សាយនឹងតាមដានគាត់មិនលែងបន្ទាប់មកចៅក្រមគាត់បានឡើងទៅជួបអ្នកទទួលខុសត្រូវករណីបែកធ្លាយសំណួរប្រឡងហើយប្រាប់ថាថ្ងៃស្អែកនៅតុលាការគ្រាន់តែបដិសេធទៅដំបូងឡើយអ្នកទទួលខុសត្រូវនោះមិនយល់ថាមានរឿងអ្វីឡើយរហូតដល់ថ្ងៃប្រកាសសាលក្រមពេលឃើញចៅក្រមធំជាងជាអ្នកកាត់ក្តីទើបគាត់ដឹងភ្លាមថាវាមានអ្វីលាក់បាំងមិនត្រឹមតែសិស្សនិងសាលាបដិសេធកំហុសរបស់ខ្លួនប៉ុណ្ណោះទេសូម្បីតែឪពុកម្ដាយក៏គិតថាការបែកធ្លាយសំណួរប្រឡងជារឿងធម្មតាឪពុកម្ដាយម្នាក់បានឈរឡើងពន្យល់ថាកាលពីមុនបើចង់ចូលសាកលវិទ្យាល័យសេអ៊ូគ្រាន់តែខំរៀនក៏គ្រប់គ្រាន់តែសប្តាហ៍ថ្ងៃបើក្មេងណាចង់ចូលសាកលវិទ្យាល័យសេអ៊ូហើយរៀនតែក្នុងសាលាវាមិនអាចជាប់បានទេដូច្នេះឪពុកម្ដាយត្រូវចំណាយលុយហើយចំណាយច្រើនណាស់ដើម្បីជួលអ្នកជួយបង្រៀនឲ្យកូនបន្ទាប់មកពួកគេត្រូវឆ្លងកាត់ការប្រឡងរាប់សិបរាប់រយដងក្នុងសាលាដើម្បីវាស់ស្ទង់និងវិតម្លៃពេលស្ដាប់សម្ដីឪពុកម្ដាយម្នាក់នេះអ៊ុនសូក៏មិនអាចលាក់ភាពភ្ញាក់ផ្អើលបានបើវាលំបាកបែបនេះហេតុអ្វីមិនបដិសេធទៅគ្រាន់តែឲ្យក្មេងរៀនធម្មតាក៏បានហើយឪពុកម្ដាយនោះបន្តពន្យល់ថាការប្រឡងចូលសាកលវិទ្យាល័យគឺដូចជាសមរភូមិមួយហើយដោយចង់ឲ្យកូនមានអនាគតល្អទើបពួកគេយល់ព្រមទទួលយកការផ្ដល់សំណួរប្រឡងនោះបើអ្នកមិនយល់ព្រមនឹងមានក្មេងផ្សេងមកជំនួសកន្លែងកូនអ្នកទោះខុសគ្នាត្រឹម1-2ពិន្ទុក៏អាចកំណត់អ្នកឈ្នះនិងអ្នកចាញ់បានឪពុកម្ដាយនោះក៏បញ្ជាក់ថាការទទួលបានចម្លើយមុនមិនមែនមានន័យថាកូនពួកគេរៀនខ្សោយទេតែដោយសារពួកគេត្រូវចំណាយពេលទៅរៀនមុខវិជ្ជាផ្សេងទៀតដើម្បីត្រៀមសម្រាប់សមរភូមិដ៏សាហាវនេះពាក្យរបស់ឪពុកម្ដាយនេះធ្វើឲ្យមនុស្សទាំងអស់នៅក្នុងតុលាការស្ងប់មាត់ប៉ុន្តែឪពុកម្ដាយនោះវិញកាន់តែនិយាយកាន់តែខឹងថែមទាំងសួរចៅក្រមថាតើករណីនេះចប់ពេលណាព្រោះកូនរបស់នាងនៅត្រូវទៅរៀនថែមទៀតច្បាស់ណាស់ពួកគេមិនបានមានអារម្មណ៍ថាខ្លួនខុសសោះចុងក្រោយចៅក្រមធំជាងបានបញ្ចប់សវនាការដំបូងយ៉ាងលឿនគាត់ថែមទាំងប្រើអំណាចរបស់ខ្លួនដើម្បីដោះលែងសាក្សីទាំងអស់រឿងនេះធ្វើឲ្យអ៊ុនសូមានអារម្មណ៍ចម្លែកយ៉ាងខ្លាំងនាងគ្រាន់តែសួរមួយសំណួរប៉ុណ្ណោះតែចៅក្រមធំក៏ខឹងយ៉ាងខ្លាំងហើយស្ដីបន្ទោសនាងថាមិនចេះគោរពវិន័យថែមទាំងនិយាយថាបើនាងបន្តបែបនេះគាត់នឹងលាលែងពីតំណែងរឿងនេះធ្វើឲ្យអ៊ុនសូមើលឃើញថាមានអ្វីមិនប្រក្រតីប៉ុន្មានថ្ងៃក្រោយសវនាការចាប់ផ្ដើមម្ដងទៀតមិននឹកស្មានថាមានសិស្សម្នាក់បានផ្ដល់តម្រុយសំខាន់មួយគាត់បាននាយកសាលាទូរស័ព្ទទៅអ្នកទទួលខុសត្រូវហើយនិយាយថាមានសិស្សសរុប24នាក់ពាក់ព័ន្ធក្នុងករណីបែកធ្លាយសំណួរប៉ុន្តែចុងក្រោយវាបែរជាคล้ายទៅជា21នាក់មានន័យថានៅមានសិស្ស3នាក់ទៀតដែលរួចផុតពីការស៊ើបអង្កេតប៉ុន្តែគាត់មិនបានលើឈ្មោះច្បាស់ទេមិនចាំបាច់សង្ស័យឡើយអ៊ុនសូបានទាញយកតម្រុយមួយចេញពីរឿងនេះចុងក្រោយនាងរកឃើញសិស្ស6នាក់ដែលត្រូវនឹងលក្ខខណ្ឌហើយពិតមែននៅក្នុងបញ្ជីនោះមានឈ្មោះស៊ីនជូកូនប្រុសរបស់ចៅក្រមធំជាងវាហាក់បីដូចជាការសន្និដ្ឋានរបស់នាងត្រឹមត្រូវហើយ
ប៉ុន្តែពេលនេះនៅមិនទាន់មានភស្តុតាងច្បាស់លាស់នៅឡើយក្នុងសវនាការលើកទី3ចៅក្រមធំជាងមើលទៅកាន់តែប្រញាប់ប្រញាល់គាត់បានប្រកាសថានឹងបញ្ចប់សវនាការឲ្យលឿនហើយសំណើទាំងអស់សម្រាប់ការហៅសាកសីត្រូវបានបដិសេធឲ្យការបានលើកឡើងថាមិនមានហេតុផលសមរម្យអ្វីឡើយក្នុងការបដិសេធសាកសីសំខាន់បែបនេះតែចៅក្រមធំជាងនៅតែរឹងមាំក្នុងការបដិសេធចុងក្រោយអ៊ុនសូទ្រាំមិនបានទៀតនាងប្រកាសផ្អាកសវនាការជាបណ្ដោះអាសន្នថែមទាំងនិយាយថាដោយសារចៅក្រមធំមិនគោរពនីតិវិធីតុលាការគេត្រូវការពេល1ម៉ោងដើម្បីរៀបចំឡើងវិញរឿងនេះធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលបន្ទាប់មកនាងត្រូវចៅក្រមធំជាងស្ដីបន្ទោសយ៉ាងខ្លាំងព្រោះហ៊ានលើសិទ្ធិរបស់ខ្លួនឃើញបែបនេះអ៊ុនសូក៏សម្រេចនិយាយចេញអំពីរឿងស៊ីនជូចៅក្រមធំជាងត្រូវចំចំណុចខ្មៅរបស់ខ្លួនភ្លាមគាត់ស្រែកខ្លាំងថារឿងនេះគ្មានភស្តុតាងទេថែមទាំងគំរាមនាងទៀតផងបើនាងគ្រាន់តែពឹងលើការសន្និដ្ឋាននិងចោទប្រកាន់បែបនេះគាត់នឹងប្រើគ្រប់វិធីដើម្បីវាយបកវិញចុងក្រោយអ្នកទាំងពីរបែកគ្នាដោយភាពមិនចុះសម្រុងតែថ្ងៃបន្ទាប់អ៊ុនសូបានរាយការណ៍រឿងនេះទៅប្រធានតុលាការចៅក្រមធំជាងក៏ព្យាយាមការពារខ្លួនតែពេលនោះអ៊ុនសូបានយកភស្តុតាងមកបង្ហាញកាលពីម្សិលមិញនាងបានទៅសួរសុខទុក្ខស៊ីនជូដែលទើបភ្ញាក់ដឹងខ្លួនតាមពិតថ្ងៃនោះគេចង់ទៅសារភាពដោយខ្លួនឯងតែស្រាប់តែគិតថាបើធ្វើបែបនោះវានឹងប៉ះពាល់ដល់ឪពុករបស់គេដូច្នេះគេទើបធ្វើរឿងល្ងងបែបនោះគេគិតថាបើខ្លួនស្លាប់ទៅអ្វីនឹងចប់អ៊ុនសូបានព្យាយាមបញ្ចុះបញ្ចូលគេមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើខុសបានតែអ្វីដែលសំខាន់គឺការកែតម្រូវបន្ទាប់ពីបានធ្វើខុសពាក្យទាំងនេះបានប៉ះពាល់ចិត្តស៊ីនជូយ៉ាងខ្លាំងចុងក្រោយគេបានសារភាពគ្រប់យ៉ាងដោយខ្លួនឯងអ៊ុនសូបានបង្ហាញភស្តុតាងនៅមុខមនុស្សទាំងអស់រឿងនេះធ្វើឲ្យចៅក្រមធំជាងស្ងៀមមិនចេញពាក្យប្រធានតុលាការបានឲ្យគាត់មួយថ្ងៃដើម្បីប្រមូលរបស់របរឲ្យលាលែងដោយខ្លួនឯងប៉ុន្តែវាមិនមានន័យថាចៅក្រមធំជាងជាមនុស្សអាក្រក់នោះទេគោលដៅរបស់គាត់គឺចង់ចូលទៅក្នុងវិស័យនយោបាយដើម្បីកែប្រែច្បាប់សម្រាប់កុមារវ័យជំទង់គាត់គ្រាន់តែជ្រើសរើសវិធីខុសដើម្បីឈានទៅរកយុត្តិធម៌នេះគឺជាគំរូនៃទស្សនៈប្រយោជន៍និយមថាតើប្រយោជន៍និយមត្រឹមត្រូវឬខុសវាត្រូវតែវាស់វែងតាមផ្នែកផ្ទុយនៃឧត្តមគតិប៉ុន្តែលទ្ធផលនៃឧត្តមគតិគឺបង្ខំឲ្យមនុស្សមានសមត្ថភាពម្នាក់ដូចចៅក្រមធំជាងត្រូវលាលែងក្នុងពេលដែលសវនាការចុងក្រោយកំពុងដំណើរការគាត់ក៏ចាក់ចេញទៅយ៉ាងស្ងាត់មានតែចៅក្រមថេជូម្នាក់ប៉ុណ្ណោះដែលមកជូនដំណើរគាត់នៅពេលនោះថេជូបានយករូបថតមួយចេញមកទើបដឹងថាកាលពីមុនគាត់ក៏ធ្លាប់ជាក្មេងជំទង់ប្រព្រឹត្តបទល្មើសដែរហើយក៏ជាម្នាក់ក្នុងចំណោមអ្នកជាច្រើនដែលធ្លាប់ទទួលជំនួយពីចៅក្រមជាងគាត់ចាប់ផ្ដើមរំលឹកពីថ្ងៃដំបូងដែលខ្លួនចូលកាន់តំណែងចៅក្រមជាងក៏បានប្រាប់ថាគាត់ស្គាល់ថេជូតាំងពីជួបលើកដំបូងហើយគាត់ក៏មានអារម្មណ៍ដឹងគុណខ្លាំងណាស់ដែលឃើញថេជូបានក្លាយជាមនុស្សល្អនៅពេលនោះថេជូបានអោនចុះទៅចងខ្សែស្បែកជើងឲ្យចៅក្រមជាងវាដូចគ្នានឹងពេលមុនដែលចៅក្រមជាងធ្លាប់ចងខ្សែស្បែកជើងឲ្យគាត់កាលដែលគាត់នៅជាក្មេងជំទង់ប្រព្រឹត្តបទល្មើសទស្សនវិជ្ជានោះបានជាប់នៅក្នុងចិត្តរបស់ថេជូជានិច្ចគាត់មិនដែលភ្លេចការយកចិត្តទុកដាក់និងជំនួយដែលចៅក្រមជាងធ្លាប់ផ្ដល់ឲ្យឡើយអ្នកទាំងពីរបាននិយាយពាក្យលីចុងក្រោយដោយអារម្មណ៍រំជួលចិត្តចៅក្រមជាងបានផ្ដាំថាថេជូត្រូវតែដើរលើផ្លូវយុត្តិធម៌ជានិច្ចហើយកុំធ្វើកំហុសដូចគាត់បន្ទាប់មកគាត់ក៏ដើរចេញទៅថេជូបានគោរពជំរាបលាចៅក្រមជាងជាលើកចុងក្រោយវាជាការបង្ហាញពីការគោរពនិងក្តីកោតសរសើរដ៏ជ្រាលជ្រៅរបស់គាត់ចៅក្រមជាងក៏បានទុកសម្បត្តិមួយឲ្យអ៊ុនសូនៅក្នុងសម្បត្តិនោះគាត់បានសរសេរថាតាមពិតគាត់មិនដែលស្អប់នាងឡើយគ្រាន់តែពេលខ្លះមានអារម្មណ៍ខឹងបន្តិចប៉ុណ្ណោះប៉ុន្តែគាត់ទទួលស្គាល់ថាពាក្យសម្ដីរបស់អ៊ុនសូមិនខុសឡើយហើយសកម្មភាពរបស់នាងក៏ត្រឹមត្រូវដែរគាត់សង្ឃឹមថាអ៊ុនសូនឹងបន្តក្លាយជាចៅក្រមដ៏ល្អម្នាក់ហើយអាចបញ្ចប់បេសកកម្មដែលគាត់មិនទាន់ធ្វើរួចគឺការកែប្រែច្បាប់សម្រាប់ក្មេងជំទង់នៅថ្ងៃអនាគតចំពោះលទ្ធផលវាអាស្រ័យលើវាសនាដូចគ្នានឹងប្រព័ន្ធយុត្តិធម៌កុមារនៅកូរ៉េសប្តាហ៍ថ្ងៃគ្មាននរណាអាចរកដំណោះស្រាយដ៏ល្អឥតខ្ចោះបានទេប៉ុន្តែមុននឹងឈានដល់ចំណុចនោះការអភ័យទោសហួសហេតុរបស់ច្បាប់ស្មើនឹងការបើកផ្លូវឲ្យក្រិតជនបន្តប្រព្រឹត្តទោសព្រោះអាកប្បកិរិយារបស់ក្មេងជំទង់ងាយទទួលឥទ្ធិពលពីបរិយាកាសខាងក្រៅខ្លាំងណាស់ពួកគេដូចជាទឹកកខ្វក់មួយអាង